ខ្ញុំបានចំណាត់សូមគោរពជំរាបសួរសម្ដេចអាដាមលោកជំទាវលោករស្រីបងប្អូនទូទាំងទស្សនិកជនជាទីគោរពខ្ញុំបាទសូមស្វាគមន៍លោកអ្នកមកកាន់កម្មវិធីកិច្ចពិភាក្សាទុកមូលដែលកម្មវិធីកិច្ចពិភាក្សារបស់យើងគឺតែងតែលើកយកនៅប្រធានបទសំខាន់ដែលមានវាគ្មិនជំនាញចូលរួមបកស្រាយបាទទូទាំងទស្សនិកជនកាលអំឡុងពេលដែលបាទយោធាថៃបានធ្វើការឈ្លានពានមរតកអធិបតេយ្យភាពកម្ពុជាយើងសង្កេតឃើញថាវរៈកងទ័ពនិងវរៈនគរបាលជួរមុខបានធ្វើការបង្ហាញពីភាពអង់អាចក្លាហានបាទមោះមុតនៅក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជានៅសមរភូមិខាងមុខដែលឡែកនៅសមរភូមិខាងក្រោយក៏យើងសង្កេតឃើញថាមានប្រជាពលរដ្ឋកម្ពុជារបស់យើងទាំងអស់គឺសាមគ្គីគ្នាក្នុងការជួយគ្រប់មធ្យោបាយរូបភាពជូនទៅកាន់សមរភូមិខាងមុខផងដែរដូច្នេះសម្រាប់ប្រធានបទរបស់យើងក្នុងថ្ងៃនេះយើងនឹងជជែកពិភាក្សាពាក់ព័ន្ធទៅនឹងវីរភាពកងទ័ពនិងទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋសមរភូមិក្រោយប្រធានបទនេះនឹងធ្វើការបកស្រាយក៏ដូចជាជជែកពិភាក្សាដោយវាគ្មិនជំនាញចំនួន3រូបដែលមានដូចជាទី1ខ្ញុំបាទសូមស្វាគមន៍លោកបណ្ឌិតកិនភីសូមជម្រាបសួរបាទលោកបណ្ឌិតកិនភីលោកគឺជាបាទអ្នកជំនាញវិទ្យាសាស្ត្រនយោបាយដែលឡែកទី2ខ្ញុំបាទសូមស្វាគមន៍លោកបណ្ឌិតឆោតបន្ថងខ្ញុំបាទសូមគោរពសួរបាទជំរាបសួរបាទលោកបណ្ឌិតឆោតបន្ថងលោកគឺជាអ្នកជំនាញផ្នែកទស្សនវិជ្ជានិងចុងក្រោយខ្ញុំបាទសូមស្វាគមន៍លោកបណ្ឌិតយងពៅបាទសូមជម្រាបសួរបាទជំរាបសួរបាទលោកបណ្ឌិតយងពៅលោកគឺជាអ្នកជំនាញភូមិសាស្ត្រនយោបាយបាទទស្សនិកជនជាទីគោរពលោកអ្នកបានឃើញសមាជិកភាពបាទវាគ្មិនជំនាញរបស់យើងនៅក្នុងសប្តាហ៍នេះហើយខ្ញុំបាទសូមបញ្ជាក់ផងថាគោលបំណងនៃការជជែកពិភាក្សាពាក់ព័ន្ធទៅនឹងប្រធានបទនៅក្នុងថ្ងៃនេះគឺដើម្បីបង្ហាញអំពីការលើកតម្កើងស្មារតីបាទមោះមុតរបស់វរៈកងទ័ពនិងវរៈនគរបាលព្រំដែននៅក្នុងការការពារជាតិក៏ដូចជារូបភាពនៃការសាមគ្គីនិងមនសិការស្នេហាជាតិរបស់ប្រជាជននៅសមរភូមិក្រោយកុំខាត់ពេលវេលាខ្ញុំបាទសូមចាប់ផ្ដើមកិច្ចវិសាទុកមូលរបស់យើងតែម្ដងដែលសំណួរទី1ខ្ញុំបាទសូមគ្រប់ជំរាបសួរទៅកាន់លោកបណ្ឌិតកិនភីជាដំបូងដែលលោកគឺជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតឃើញថាតាមរយៈការឈ្លានពានទាំងពីរលើកពីសំណាក់យោធាថៃថាតើលោកបណ្ឌិតកត់សម្គាល់ឃើញនៅរូបភាពនៃមនោសញ្ចេតនាការលះបង់ស្មារតីមោះមុតបែបណារបស់បងប្អូនវរៈកងទ័ពនិងវរៈនគរបាលរបស់យើងហើយរូបភាពទាំងអស់នេះបង្ហាញជាយុទ្ធសាស្ត្របែបណាដល់កម្ពុជាក្នុងការតស៊ូលើឆាកអន្តរជាតិបាទសូមអរគុណណាស់ជាបឋមខ្ញុំសូមអរគុណសម្រាប់កិច្ចពិភាក្សារបស់យើងនាថ្ងៃនេះនៅពេលដែលយើងនិយាយពីវីរភាពពីស្មារតីដ៏អង្អាចក្លាហានមុខមុតរបស់វីរៈកងទ័ពរបស់យើងក៏ដូចជាវីរៈនគរបាលរបស់យើងក្នុងអារម្មណ៍ក្នុងបេះដូងរបស់ខ្ញុំគឺហាក់ដូចជានៅចងចាំថ្មីនៅការលះបង់ការតស៊ូនឹងសេចក្តីអង្អាចក្លាហានរបស់បងប្អូនវីរៈកងទ័ពជួរមុខរបស់យើងក៏ដូចជាវីរៈនគរបាលព្រំដែនរបស់យើងអ្វីដែលយើងកត់សម្គាល់យើងឃើញថាក្រោយពេលដែលសង្គ្រាមផ្ទុះភ្លាមយើងឃើញចរន្តជាតិរបស់យើងការវិញត្របាញ់ចូលគ្នានៃចរន្តបេះដូងខ្មែរដែលនៅក្នុងនោះខ្ញុំអាចចែកជាចរន្ត3សំខាន់ទី1គឺចរន្តនៃបងប្អូនវីរៈកងទ័ពវីរៈនគរបាលព្រំដែននៅជួរមុខដែលគាត់បង្ហាញពីវីរភាពដ៏អស្ចារ្យអង្អាចក្លាហានមែនតែននៅក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងចរន្តទី2ដែលជាចង្វាក់បេះដូងទី2គឺថ្នាក់ដឹកនាំរបស់យើងគ្រប់លំដាប់ថ្នាក់ទាំងអស់គឺមានការបដិញ្ញាចិត្តមើងម៉ាត់បំផុតក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងដែលយើងនិយាយនៅទីនេះនៅពេលដែលយើងនិយាយថ្នាក់ដឹកនាំរបស់យើងនៅជុំវិញបញ្ហាការប្រយុទ្ធប្រឆាំងការតស៊ូជាមួយនឹងសត្រូវឈ្លានពាននេះយើងឃើញថាទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិមានរដ្ឋសភាមានព្រឹទ្ធសភាហើយជាពិសេសបំផុតគឺអង្គព្រះមហាក្សត្ររបស់យើងក៏លោកមានគេហៅថាទឹកប្រតិដ៏ធំធេងចំពោះ
វីរៈកងទ័ពវីរៈនគរបាលព្រំដែនក៏ដូចជាចំពោះរាជរដ្ឋាភិបាលលោកក៏បានចេញបរិយាសារកោតសរសើរហើយលើកទឹកចិត្តដល់វីរៈកងទ័ពវីរៈនគរបាលការពារព្រំដែនហើយចរន្តដ៏សំខាន់មួយទៀតបំផុតនោះគឺចរន្តបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅសមរភូមិក្រោយនេះយើងឃើញថាស្មារតីសាមគ្គីឯកភាពជាតិនឹងការចែករំលែកនៅការគោរពការស្រឡាញ់ការលះបង់ពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសក៏ដូចជាបងប្អូនខ្មែរនៅឯនេសមុទ្រគឺមានទំហំធំធេងណាស់អញ្ចឹងអ្វីដែលយើងបានឃើញគឺថាកងទ័ពរបស់យើងនគរបាលព្រំដែនរបស់យើងគឺក្លាហានមិនខ្លាចស្លាប់រាជរដ្ឋាភិបាលរបស់យើងមិនចោះញោមចំពោះសត្រូវរីឯបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងគឺរួបរวมសាមគ្គីគ្នាជាធ្លុងមួយដែលខ្ញុំអាចនិយាយបានថានេះគឺជាការបង្កើតបាននៅអំណាចរដ្ឋមួយដ៏រឹងមាំបំផុតក្នុងការតស៊ូចំពោះនឹងសត្រូវឈ្លានពានខ្ញុំសូមលើកសម្ដីវីរៈកងទ័ពរបស់យើងប្រហែលជាបងប្អូនទូទស្សនិកជនដែលកំពុងតាមដានការផ្សាយរបស់យើងនៅពេលនេះក៏បានឮដូចគ្នាដែរនៅពេលដែលបងប្អូនរបស់យើងនៅជួរមុខលោកបាននិយាយថានៅពេលដែលខ្ញុំមកដល់ទីនេះខ្ញុំមិនគិតអំពីអាយុជីវិតរបស់ខ្ញុំយកត្រឡប់ទៅវិញទេគាត់និយាយថាដែលជីវិតជូនជាតិធាតជូនម្ដាយដូច្នេះពាក្យទាំងអស់នេះគឺជាការដាស់សតិស្មារតីយើងដ៏ធំធេងបំផុតដែលគួរជាទីគោរពបំផុតទឹកចិត្តស្នេហាជាតិរបស់វីរៈកងទ័ពរបស់វីរៈនគរបាលព្រំដែននេះគឺជាខឿនជាខែលការពារដ៏មានអត្តពលបំផុតអញ្ចឹងយើងឃើញហើយនៅក្នុងការតស៊ូនៃសង្គ្រាម2លើកដែលយើងនិយាយថាសង្គ្រាមទី1ចាប់ផ្ដើមពីថ្ងៃទី24ខែកក្កដាឆ្នាំ2025និងលើកទី2គឺចាប់ពីថ្ងៃទី7ខែធ្នូដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025នេះបើយើងប្រៀបធៀបរវាងគេហៅថាសព្វាវុធរបស់យើងជាមួយនឹងសព្វាវុធរបស់សត្រូវឈ្លានពានយើងឃើញថាវាមិនមានសមាមាត្រគ្នាទេប៉ុន្តែវីរៈកងទ័ពរបស់យើងនៅតែតស៊ូអង្គអាចមិនរត់ចោលលេនដ្ឋានមិនរត់ចោលសមរភូមិទេតស៊ូក្នុងស្ថានភាពដ៏លំបាកហូបបាយកញ្ចប់ក៏ប៉ុន្តែភ្នែករបស់គាត់សម្លឹងទៅចំពោះសត្រូវគឺថាអំណាចនៃស្មារតីនេះគឺធំធេងណាស់ដែលលោកបានយកអាយុជីវិតយកសាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីដែលជាមរតកដូនតារបស់យើងចំណុចនេះហើយដែលខ្ញុំគិតថាវាគឺជាអំណាចដ៏មានសារៈសំខាន់មួយដែលធ្វើឲ្យអ្នកការទូតរបស់យើងអ្នកច្បាប់របស់យើងគឺមានអត្តពលបន្ថែមនៅលើតុចរចាប្រសិនបើបងប្អូនរបស់យើងវីរៈកងទ័ពរបស់យើងវីរៈនគរបាលរបស់យើងលោកមិនមានម្ចាស់ការនៅលើសមរភូមិទេមិនមានស្មារតីប្រយុទ្ធមិនមានស្មារតីក្នុងការក្រាញនានានៅក្នុងសមរភូមិទេគឺក៏យើងពិបាកនឹងមានអំណាចទៅចរចាជាមួយនឹងសត្រូវដែរដូច្នេះស្មារតីមោះមុតរបស់បងប្អូនវីរៈកងទ័ពវីរៈនគរបាលព្រំដែននេះខ្ញុំគិតថាគឺជាឥទ្ធិពលដ៏សំខាន់បដិសេធចំពោះការឈ្លានពានការដណ្ដើមកាន់កាប់របស់នៃទាហានថៃស្មារតីមោះមុតនេះគឺជាសារមួយដ៏ច្បាស់លាស់បំផុតទៅកាន់ពិភពលោកថាកម្ពុជាគឺមានឆន្ទៈយ៉ាងមោះមុតក្នុងការការពារអធិបតេយ្យរបស់ខ្លួនដូច្នេះគឺយើងមិនអាចអោនក្បាលទៅឲ្យបរទេសមកឈ្លានពានមកបំពានតាមចិត្តបានទេដូច្នេះទាហានថៃក៏ត្រូវតែគោរពនៅអធិបតេយ្យបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជាហើយត្រូវតែប្រកាន់យកនៅការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរគឺដោយឈរលើមូលដ្ឋានលក្ខន្ទូបករណ៍អន្តរជាតិសន្ធិសញ្ញាអនុសញ្ញាដែលប្រទេសទាំងពីរបានចុះហត្ថលេខាជាមួយគ្នាជាពិសេសគឺត្រូវតែគោរពនៅគោលការណ៍បញ្ចសីលាសន្តិសហវិជ្ជមាននិងធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីធានាថាប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងភាពជាអ្នកជិតខាងល្អដោយគោរពអធិបតេយ្យឯករាជ្យនិងបូរណភាពទឹកដីរបស់ផងគ្នាទៅវិញទៅមកអរគុណលោកបណ្ឌិតដែលបានបង្ហាញជូននៅការយល់ឃើញពាក់ព័ន្ធនឹងការលះបង់ដ៏ធំធេងរបស់វីរៈកងទ័ពក៏ដូចជាវីរៈនគរបាលការពារព្រំដែនរបស់យើងមិនត្រឹមតែលោកបណ្ឌិតទេសូម្បីខ្ញុំបាទហើយនឹងប្រជាពលរដ្ឋទូទាំងប្រទេសលោកក៏
ពិតជាបានឃើញនៅការលះបង់បាទដ៏ធំធេងពីសំណាក់អវរៈកងទ័ពនិងអវរៈនគរបាលការពារព្រំដែនរបស់យើងនៅជួរមុខផងដែរហើយពីកម្មវិធីក៏សូមដឹងគុណបាទគុណឧបការៈយ៉ាងធំធេងចំពោះអវរៈកងទ័ពដែលបានពលីក៏ដូចជាបូជាសាច់ស្រស់ឈាមស្រស់ក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជារបស់យើងអរគុណសម្រាប់សំណួរបន្តខ្ញុំបានសូមកលេចទៅកាន់លោកបណ្ឌិតយងពៅវិញម្ដងដែលជាអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោកបណ្ឌិតនៅក្នុងនៃផ្នែកភូមិសាស្ត្រនយោបាយវិញម្ដងតើការឈរជើងប្រកបដោយមនសិការជាតិរបស់វរៈកងទ័ពនិងវរៈនគរបាលការពារព្រំដែនរបស់យើងបានដើរតួជារបាំងការពារសន្តិភាពយ៉ាងដូចម្ដេចដើម្បីការពារបូរណភាពទឹកដីនិងទប់ស្កាត់រាល់ការប៉ុនប៉ងកែប្រែព្រំដែនខុសច្បាប់ពីសំណាក់ទាហានថានេះបាទសូមអរគុណសូមជម្រាបសួរសារជាថ្មីនៅក្នុងកម្មវិធីកិច្ចពិភាក្សាតកមូលរបស់យើងในឱកាសនេះជាលើកទី2ហើយបាទនៅក្នុងកិច្ចការនេះបាទដោយសារសួរផ្អែកទៅលើទស្សនវិជ្ជានៃភូមិសាស្ត្រនយោបាយអញ្ចឹងខ្ញុំឈរនៅក្នុងជ្រុងនៃទស្សនវិជ្ជាភូមិសាស្ត្រនយោបាយដូច្នេះកងទ័ពដើរតួនាទីសំខាន់ណាស់នៅក្នុងអធិភាពជាតិតាមទ្រឹស្ដីភូមិសាស្ត្រនយោបាយទ្រឹស្ដីគោលគឺអ្នកប្រាជ្ញ Frederick Russell បាននិយាយអំពីអធិភាពជាតិគឺជាតិរដ្ឋគឺជាសេរីរាង្គរស់អញ្ចឹងហើយកងទ័ពគឺការពារអធិភាពជាតិដូច្នេះបើយើងឆ្លុះបញ្ចាំងពីកងទ័ពរបស់យើងបានការពារយ៉ាងស្វិតស្វាញនៅក្នុងសមរភូមិជួរមុខរបស់យើងទាំងអស់នោះក្នុងគណៈដែលកំពុងតែប្រយុទ្ធនៅក្នុងសង្គ្រាមខ្ញុំគិតខ្ញុំសូមកែពាក្យបន្តិចរាល់ថ្ងៃនេះគឺថៃនៅតែទន្ទ្រានឈ្លានពានយើងនៅឡើយទេមិនទាន់ចប់ទេណាពិធីករគាត់ថាពេលដែលកំពុងឈ្លានពានឥឡូវក៏នៅតែឈ្លានពានដែរគ្រាន់តែពេលមុននោះយើងចង់និយាយថាពេលដែលកំពុងតែប្រយុទ្ធក្នុងសមរភូមិផ្ទាល់នៃកម្លាំងប្រដាប់អាវុធតែក្នុងស្ថានភាពបច្ចុប្បន្នគឺថៃនៅតែឈ្លានពានទេគឺរុលចូលកាន់កាប់ទឹកដីរបស់យើងអញ្ចឹងបើយើងផ្អែកទៅមើលនៅក្នុងពេលដែលកំពុងប្រយុទ្ធហ្នឹងគឺកងទ័ពរបស់យើងតស៊ូស្វិតស្វាញការពារអធិភាពជាតិការពារអធិភាពជាតិភាពជាម្ចាស់នៃទឹកដីអញ្ចឹងកន្លែងនេះអន្តរជាតិឬក៏ដោយសាធារណមតិសាធារណជនរបស់កម្ពុជាយើងក៏ដូចជាអន្តរជាតិបានឃើញច្បាស់ណាស់នៅស្មារតីវិរៈភាពការពារអធិភាពជាតិក្នុងភាពជាម្ចាស់កន្លែងហ្នឹងយើងត្រូវញែកគ្នាច្បាស់ភាពជាម្ចាស់គឺក្រាញរនាលនៅក្នុងលេនដ្ឋានហ្នឹងតស៊ូហើយខ្ញុំមើលព័ត៌មានពេលភ្លាមហ្នឹងគឺកងទ័ពរបស់យើងគឺក្រាញរនាលពិតប្រាកដមិនបោះបង់លេនដ្ឋានណាមួយទេវាលែងតែការអនុវត្តបទឈប់បាញ់គឺថៃដើរចូលមកពេលក្រោយអនុវត្តបទឈប់បាញ់ដែលកន្លែងនេះគឺភាពក៏ឃ្លឿននៃការបំពេញទាំងច្បាប់អន្តរជាតិបំពេញនឹងការចុះកិច្ចព្រមព្រៀងនៅក្នុងសេចក្តីប្រកាសរួមក៏ដូចជាបទឈប់បាញ់ដូច្នេះនេះជារបៀបថៃប៉ុន្តែកងទ័ពកម្ពុជាបង្ហាញពីវីរភាពជាម្ចាស់នៃទឹកដីរបស់ខ្លួនដែលយើងត្រូវតែកោតសរសើរនៅចំណុចនេះស្ទើរតែគូសបញ្ជាក់ពីព្រោះប្រសិនបើមិនដូច្នោះទេយើងអត់ដែលបានទទួលព័ត៌មានណាមួយថាកងទ័ពរបស់យើងបោះបង់លេនដ្ឋានអត់មានទេបាទគឺនៅក្នុងលេនដ្ឋានហើយតាមបទបញ្ជាថ្នាក់ដឹកនាំតាមដាប់ដោយនេះយើងមើលឃើញយ៉ាងដូចនេះអញ្ចឹងហើយផ្អែកលើទ្រឹស្ដីនៃភូមិសាស្ត្រនយោបាយហ្នឹងគឺអធិភាពជាតិសំខាន់ណាស់ព្រោះរដ្ឋគឺជាសេរីរាង្គរស់កាលណាបាត់បង់ដែនដីណាមួយចំណែកណាមួយព្រំដែនណាមួយគឺជាបាត់បង់ស្បែកឈាមដៃអវយវៈរបស់ខ្លួនគេប្រៀបអញ្ចឹងហើយកងទ័ពគឺការពារចំណុចទាំងអស់ហ្នឹងនេះជាចំណុចសំខាន់ចំណុចទី2ខ្ញុំចង់គូបញ្ជាក់ថាខ្សែបន្ទាត់ព្រំដែនទាំងទ្រឹស្ដីទាំងការអនុវត្តជាក់ស្ដែងគឺมันអាចកែប្រែបានដោយកម្លាំងទ័ពឬក៏សង្គ្រាមនឹងទេវាលែងតែខ្សែបន្ទាត់ព្រំដែនក្នុងអតីតកាលដែលពិភពលោកសកលលោកមិនមានសណ្ដាប់ធ្នាប់អញ្ចឹងកងទ័ពរបស់យើងបានការពារចំណែកហ្នឹងអត់មានឲ្យមានការកែប្រែដោយសង្គ្រាមឬដោយកម្លាំងប្រដាប់អាវុធការពារដូចខ្ញុំបានបញ្ជាក់ខាងដើមអាចមានអ្នកតាមជន់កែងថាការពារឃើញគេចូលមកក្រោយការប្រយុទ្ធគ្នាបាទក្រោយការប្រយុទ្ធគ្នា
ហើយចូលមកនេះគឺគាត់ចូលបំពេញទៅលើច្បាប់និងលើកិច្ចព្រមព្រៀងទាំងឡាយដែលខ្ញុំមិនអានទៅលើកិច្ចព្រមព្រៀងអីច្រើនទេពីព្រោះយើងមានពេលវេលាខ្លីហើយសាធារណជនអាចផ្ទៀងផ្ទាត់ដោយខ្លួនឯងគឺខ្ញុំបានបញ្ជាក់នៅតុកមូលលើកទី1លើកមុនដែរថារដ្ឋមន្ត្រីក្រសួងរដ្ឋមន្ត្រីនៃលេខាការដ្ឋានកិច្ចការព្រំដែនក៏បានលើកដែរថាយើងមិនទទួលយកការកែប្រែបន្ទាត់ព្រំដែនតាមរយៈកងកម្លាំងយោធាឬក៏សង្គ្រាមទេអញ្ចឹងហើយកងទ័ពរបស់យើងបានការពារចំណែកទាំងអស់ហ្នឹងទី3ខ្ញុំចង់គូបញ្ជាក់ថាត្បិតតែកម្លាំងឬសង្គ្រាមអាចកែប្រែបន្ទាត់ព្រំដែនបាននៅក្នុងគំនិតទុច្ចរិតរបស់សត្រូវក៏ប៉ុន្តែកងទ័ពរបស់យើងមិនអនុញ្ញាតឲ្យចូលទេដូចយើងគូបានគូបញ្ជាក់អញ្ចឹងហើយទស្សនវិជ្ជាច្បាប់និងទស្សនវិជ្ជានៃនយោបាយរបស់រដ្ឋាភិបាលកម្ពុជាអត់ទទួលយកដាច់ខាតជាដាច់ខាតកន្លែងនេះសាធារណជនទៅជីកសួរថាចុះបើមិនទទួលយកចុះឃើញគេដើរចូលមកគេដើរចូលមកគឺដើរបំពានទៅលើច្បាប់អន្តរជាតិដែលរដ្ឋាភិបាលកំពុងតែធ្វើនិងត្រូវតែធ្វើឲ្យខាងតែបាននៅលើទស្សនវិជ្ជាច្បាប់អន្តរជាតិនិងការទូតអន្តរជាតិជាមួយនៅការខិតខំប្រឹងប្រែងក្រាយរនាលរបស់វីរៈកងទ័ពរបស់យើងគឺរដ្ឋាភិបាលនៅតែខិតខំនៅចំណុចហ្នឹងចំណុចទី4កងទ័ពរបស់យើងរឹងមាំបានបង្ហាញពីឥស្សរភាពរបស់ជាតិឥស្សរភាពនៃប្រជាជាតិដែលជាមរតកទឹកដីរបស់ខ្លួនឯងដែលខ្ញុំបាននិយាយនៅចំណុចទី1ភាពជាម្ចាស់ទឹកដីតាំងពីមរតកមហានគរមកបាទយើងភាពជាម្ចាស់ប្រទេសដែលឈ្លានពានគេតែងតែមានគំនិតរលចូលប៉ុន្តែភាពជាម្ចាស់ក្រាញរនាលតស៊ូយើងឃើញថា21ថ្ងៃសម្រាប់ការតស៊ូគឺថ្ងៃទី7ធ្នូទៅដល់ថ្ងៃទី27ធ្នូគឺបើយើងរាប់ដៃរាប់ជើងទៅគឺ21ថ្ងៃនៅក្នុងលេនដ្ឋានគឺនេះគឺជាការក្រាញរនាលយ៉ាងស្វិតស្វាញរបស់វីរៈកងទ័ពរបស់យើងក្នុងការពារយ៉ាងរឹងមាំទៅលើព្រំដែនរបស់យើងទី5ខ្ញុំចង់គូសរំលេចនៅចំណុចសំណួរទី1នេះគឺប្រទេសជាតិត្រូវការកងទ័ពទាំងមុនទាំងក្រោយសង្គ្រាមនៃការប្រយុទ្ធសពាវុធកម្លាំងប្រដាប់អាវុធណាខ្ញុំសូមគូសបញ្ជាក់កន្លែងហ្នឹងកុំឲ្យថាត្រូវការកងទ័ពឃើញគុណតម្លៃកងទ័ពទៅពេលប្រយុទ្ធនៅក្នុងសង្គ្រាមសមរភូមិសង្គ្រាមក្រោយមកមិនឃើញគុណតម្លៃហ្នឹងអញ្ចឹងសន្តិភាពយ៉ាងណាក៏ដោយគឺត្រូវការកងទ័ពចាំបាច់ក្នុងការការពារសន្តិភាពសង្គ្រាមគឺត្រូវប្រយុទ្ធសន្តិភាពត្រូវការកងទ័ពខ្លាំងការពារសន្តិភាពកន្លែងនេះត្រូវដូរអេរយាប័តក្នុងការគិតនៃសាធារណមតិខ្លះពីមុនមកហាក់រស់ក្នុងសន្តិភាពភ្លេចខ្លួនឧទាហរណ៍ថារដ្ឋាភិបាលបញ្ចេញតួលេខក្រសួងការពារជាតិតួលេខរៀងច្រើនបន្តិចទៅលើកញ្ចប់ថវិកាអីមានប្រតិកម្មថាចុះសន្តិភាពអីមិនក៏តម្លើងតួលេខនឹងអីអញ្ចឹងបាទនេះជាការគិតខុសឆ្គងហើយប្រហែលជាដល់ពេលនេះអ្នកមួយចំនួនយល់ថាខ្លួនប្រតិកម្មខុសហើយបាទសូមអរគុណបាទអរគុណលោកបណ្ឌិតចំពោះការបកស្រាយដល់ឡែកពាក់ព័ន្ធនឹងគុណតម្លៃរបស់វីរៈកងទ័ពនិងវីរៈនគរបាលនេះផងដែរខ្ញុំបាទក៏សូមជំរាបសួរលោកបណ្ឌិតបាទឈុតប៊ុនថងវិញម្ដងដែលជាអ្នកជំនាញផ្នែកទស្សនវិជ្ជាលោកបណ្ឌិតតាមមុំទស្សនវិជ្ជាថាតើគុណតម្លៃនៃការលះបង់របស់វីរៈកងទ័ពនិងវីរៈនគរបាលការពារព្រំដែនដែលយើងជាក់ស្ដែងឃើញនៅសមរភូមិមុខនោះអាចបណ្ដោះនៅមនសិការទទួលខុសត្រូវនិងមនសិការស្នេហាជាតិបែបណាដល់យុវជននិងពលរដ្ឋខ្មែរចំនួនក្រោយបាទអរគុណហើយជាបឋមខ្ញុំបាទសូមជម្រាបសួរអាដាមលោកជំទាវលោកស្រីទូរទស្សនិកជនដែលនិយមតាមដានការផ្សាយទូរទស្សន៍ជាតិផងដែរហើយថ្ងៃនេះជាលើកទី1ដែលខ្ញុំបានមកស៊ូជូទូរទស្សន៍ជាតិកម្ពុជាហើយក៏លើកទី1ដែលចូលនៅក្នុងវេទិកាតុកមូលនេះបាទហើយតកតងទៅនឹងសំណួរនេះខ្ញុំបានគិតថាវាមានចំណុច3ដែលខ្ញុំត្រូវលើករួមចំណែកជាមួយនឹងសំណួរនេះទី2សូមបញ្ជាក់ថាតាមអាដាមដិតកិនភីក៏ដូចជាអាដាមដិតយងពៅហើយនឹងអ្វីដែលយើងបានឃើញជាក់ស្ដែងនេះគឺការលះបង់របស់វីរៈកងទ័ពក៏ដូចជាវីរៈនគរបាលព្រំដែនដែលយើងបានឃើញជាក់ស្ដែងនៅសមរភូមិមុខនេះបើយើងពិនិត្យទៅមានតម្លៃនិងអត្ថន័យមហាធំធេងយើងពិបាកនឹង
កាត់ថ្លៃឬក៏យើងរកពាក្យណាមួយមកអត្ថាធិប្បាយបរិយាយឲ្យស្មើនឹងអ្វីដែលជាគុណូបការៈឬក៏ការលះបង់របស់វីរៈកងទ័ពរបស់យើងពីព្រោះថាយើងឃើញថាពួកគាត់បានមានន័យថាលះបង់នៅសេចក្តីសុខផ្ទាល់ខ្លួនចាក់ចេញឆ្ងាយពីគ្រួសារពីសាច់ញាតិហើយយើងដឹងហើយថាទៅរស់នៅសមរភូមិនៅព្រំដែននេះហាលភ្លៀងហាលខ្យល់ក្តៅបាទប្រឈមមុខនឹងទឹកសន្សើមនិងអាកាសធាតុត្រជាក់ហើយជាពិសេសក៏អាចមានជំងឺផ្សេងៗផងដែរហើយលើសពីនឹងទៅទៀតនៅពេលប្រយុទ្ធនេះយើងឃើញថាគាត់ប្រឈមមុខជាមួយនឹងការរបួសស្នាមឬក៏ក្នុងករណីធ្ងន់ធ្ងរក៏គាត់បានពលីជីវិតនៅក្នុងសមរភូមិបាទអញ្ចឹងយើងគិតថាយកពាក្យអ្វីមកបដូចមកអត្ថាធិប្បាយឲ្យស្មើនឹងគុណូបការៈរបស់ពួកគាត់ដែលគាត់សុខចិត្តធ្វើអ្វីៗសពយ៉ាងដើម្បីបុព្វហេតុការពារជាតិប្រជាជនទឹកដីនិងអធិបតេយ្យភាពនេះគឺពិបាកណាស់ពិបាកមែនទែនអញ្ចឹងចំណុចទី1ខ្ញុំសូមគូប៉ុណ្ណឹងទី2គំរូនៃវីរៈភាពនិងការលះបង់ដ៏ខ្ពង់ខ្ពស់នេះវាអង្រួនបេះដូងមកប្រជាជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងគ្រប់និន្នាការនយោបាយជាក់ស្ដែងខ្លួនខ្ញុំផ្ទាល់ពេលដែលខ្ញុំតាមដានព័ត៌មានទាំងអស់ហ្នឹងទៅខ្ញុំក្តុកក្តួលស្រក់ទឹកភ្នែកអួលដើមកបាទហើយទាំងអស់គ្នានាំគ្នាស្ងើចសរសើរគ្រប់គ្នាហើយក៏យកគំរូវីរភាពហ្នឹងសម្រាប់អប់រំយុវជនជំនាន់ក្រោយនៅពេលដែលគាត់ក្លាយទៅជាកងទ័ពកងនគរបាលដើម្បីចូលរួមក្នុងការការពារជាតិការពារទឹកដីការពារអធិបតេយ្យហ្នឹងហើយទន្ទឹមនឹងដែរប្រជាពលរដ្ឋរបស់យើងរួមទាំងថ្នាក់ដឹកនាំក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់គឺជាពិសេសគឺបងប្អូនគឺបដិញ្ញាចងចាំនៅគំរូវីរភាពនេះហើយអ្នកប្រវត្តិសាស្ត្រគេក៏ចាទុកនៅក្នុងក្រាំងប្រវត្តិសាស្ត្រជារៀងរហូតនៅវីរភាពដែលមិនអាចកាត់ថ្លៃបាននេះបាទជាមួយគ្នានេះដែរប្រជាជនកម្ពុជាទាំងអស់ក៏សូមសម្ដែងនៅកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះគុណូបការៈដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាននេះហើយចំណុចចុងក្រោយនៅក្នុងសំណួរនេះយើងឃើញថាដោយសារតែក្តីរំភើបដោយសារតែការកោតសរសើរបាទទៅលើវីរភាពដ៏អង្អាចក្លាហាននេះបាទវាជាហេតុផលជំរុញមួយយ៉ាងគេថារឹងមាំសម្រាប់ឲ្យបណ្ដុះនៅមនសិការជាតិការទទួលខុសត្រូវស្មារតីស្នេហាជាតិដល់យុវជនក៏ដូចជាពលរដ្ឋខ្មែរជំនាន់ក្រោយឲ្យខិតខំរៀនសូត្រកសាងសមត្ថភាពបាទរៀនទទួលខុសត្រូវរៀនពង្រឹងនៅផលិតភាពភាពធន់ជាតិនិងសាមគ្គីភាពដើម្បីកសាងនិងការពារសន្តិភាពបាទសន្តិសុខសណ្ដាប់ធ្នាប់បាទដើម្បីធ្វើយ៉ាងណាឲ្យសង្គមយើងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពមានសុខដុមរមនាយូរអង្វែងជាពិសេសគឺអាចរស់នៅស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងប្រទេសក្នុងតំបន់និងពិភពលោកបាទខ្ញុំសូមចូលរួមប៉ុណ្ណឹងបាទអរគុណលោកបណ្ឌិតបាទអំបញ្ញមកយើងជជែកច្រើនពាក់ព័ន្ធនឹងវរៈកងទ័ពក៏ដូចជាវរៈនគរបាលព្រំដែនដែលនៅជួរមុខឥឡូវយើងជជែកពាក់ព័ន្ធនឹងសមរភូមិខាងក្រោយវិញម្ដងខ្ញុំបាទសូមសំណួរទៅកាន់លោកបណ្ឌិតគិនភីយើងឃើញថានៅពេលដែលមានការប្រយុទ្ធគ្នានោះគឺបងប្អូនប្រជាពលរដ្ឋខ្មែរនៅសមរភូមិក្រោយគឺគាត់បានបង្ហាញពីមនសិការស្នេហាជាតិសាមគ្គីភាពច្រើនមែនទែនអញ្ចឹងនៅពេលដែលមានការថាការសាមគ្គីភាពច្រើនបែបនេះថាតើវាអាចជាការជួយដល់សេរីភាពនយោបាយក៏ដូចជាបង្កើនភាពធន់នៃរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងវិបត្តិព្រំដែនយ៉ាងណាដែរសូមជ័យលោកបណ្ឌិតបាទអរគុណណាស់ដូចយើងបានឃើញក្នុងស្ថានភាពវិបត្តិព្រំដែននេះគឺយើងបានឃើញនៅសាមគ្គីភាពឯកភាពជាតិដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដូចខ្ញុំនិយាយបែបហ្នឹងគឺថាមិនធ្លាប់មានទេក៏ប៉ុន្តែចំណុចចាប់ផ្ដើមមាននៅកន្លែងណាចំណុចចាប់ផ្ដើមវាមានកត្តាធំពីរដែលសំខាន់ក្រោយពេលដែលទាហានថៃបើកការឈ្លានពានមកលើយើងឃើញវីរភាពឃើញការតស៊ូដ៏អង្អាចក្លាហានរបស់បងប្អូនវីរៈកងទ័ពវីរៈនគរបាលជួរមុខរបស់យើងដែលខ្ញុំអាចនិយាយបានថាគាត់ការពារជាតិមិនមែនត្រឹមតែការពារជាតិដោយសព្វាវុធដោយអាវុធយុទ្ធភ័ណ្ឌទេក៏ប៉ុន្តែគាត់ការពារជាតិដោយបេះដូងទៀតទាំងអស់នេះហើយដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងដែលជាអ្នកនៅសមរភូមិក្រោយ
គឺមានទឹកចិត្តរំភើបហើយក៏គេហៅថាយើងរូបមនសិការសមរភូមិក្រោយជាធ្លុងមួយតែម្ដងក្នុងការដែលកសាងនៅកម្លាំងគ្រប់គ្រងជាយុទ្ធសាស្ត្រយើងប្រែคลายមនោសញ្ចេតនាគោរពដឹងគុណវីរៈកងទ័ពនិងវីរៈនគរបាលព្រំដែនជួរមុខរបស់យើងឲ្យទៅជាកម្លាំងមហាសាមគ្គីជាតិហើយនៅពេលដែលប្រជាពលរដ្ឋគ្រប់រូបដោយដែលយើងបានឃើញហើយនៅពេលដែលមានសង្គ្រាមឈ្លានពាននេះគឺប្រជាពលរដ្ឋគ្រប់រូបមិនថាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសឬក៏នៅឯនាយសមុទ្រទេគឺបានផ្ដល់ជាកម្លាំងចិត្តបានផ្ដល់ជាស្បៀងអាហារថវិកាគឺនាំគ្នាជួយយ៉ាងសស័កសស្រាំដល់វីរៈកងទ័ពវីរៈនគរបាលយើងនៅសមរភូមិមុខទាំងអស់នេះគឺខ្ញុំគិតថាវាបានបង្កើតនៅខឿនឯកភាពជាតិដ៏រឹងមាំបំផុតដែលខ្ញុំនិយាយថាយើងបណ្ដែលបានជួបឃើញភាពរឹងមាំសាមគ្គីភាពឯកភាពជាតិខ្មែរយើងរឹងមាំសម្បើមដល់ម្លឹងទេអញ្ចឹងក្នុងស្ថានភាពវិបត្តិបើជាតិយើងបែកបាក់រាជនឹងរដ្ឋអត់សាមគ្គីគ្នាសមរភូមិមុខនិងសមរភូមិក្រោយมันផ្ដល់ជាកម្លាំងគ្រប់គ្រងគ្នាទៅវិញទៅមកគឺនឹងធ្វើឲ្យរដ្ឋយើងទន់ខ្សោយក៏ប៉ុន្តែនៅសមរភូមិក្រោយរបស់យើងដោយដែលបងប្អូនទូទស្សនិកជនក៏ដូចជាវាគ្មិនរបស់យើងនៅទីនេះបានជ្រាបហើយគឺថាយើងសាមគ្គីជាធ្លុងមួយហើយភាពជាធ្លុងមួយសាមគ្គីភាពឯកភាពជាតិនេះហើយដែលបង្កើតបានជាភាពធន់សម្រាប់រដ្ឋាភិបាលរបស់យើងក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយមោទនភាពខ្ញុំសូមទាញការចាប់អារម្មណ៍បន្តិចត្រង់ចំណុចកន្លែងនេះបើយើងធៀបជាមួយនឹងប្រទេសថៃដែលជាប្រទេសឈ្លានពានយើងគឺគេមានការបែកបាក់ជាក្រុមក៏ប៉ុន្តែគ្រាន់តែមហិច្ឆតារបស់គេគឺចង់បានទឹកដីរបស់យើងដែលឡែកនៅក្នុងប្រទេសរបស់យើងមានការឯកភាពគ្នាពីលើដល់ក្រោមពីរាជដល់មន្ត្រីពីគណៈបកនយោបាយនេះគឺយើងឯកភាពគ្នាទាំងអស់នេះខ្ញុំគិតថាគឺជាភាពធន់ខាងក្នុងភាពធន់ផ្ទៃក្នុងនៃឯកភាពជាតិយើងរដ្ឋាភិបាលនិងកងទ័ពគឺតែមួយប្រជាពលរដ្ឋនៅសមរភូមិក្រោយនិងបងប្អូនវីរៈកងទ័ពវីរៈនគរបាលព្រំដែននៅជួរមុខគឺតែមួយយើងមានសម្លេងឯកភាពគ្នាណាស់យើងនៅពេលដែលថ្នាក់ដឹកនាំលោកសម្រាប់អីហើយប្រជាពលរដ្ឋសមរភូមិមុខសមរភូមិក្រោយកងទ័ពគឺយើងឯកភាពគ្នាក្នុងធ្លុងតែមួយអញ្ចឹងយើងឃើញថាប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់គ្រប់និន្នាការទាំងអស់គឺចងចាំនៅគំរូវីរភាពរបស់វីរៈកងទ័ពវីរៈនគរបាលរបស់យើងចងចាំគោរពដឹងគុណចំពោះការលះបង់និងពលិកម្មដ៏ធំធេងរបស់បងប្អូនវីរៈកងទ័ពគឺជាពលិកម្មដែលមិនអាចកាត់ថ្លៃបានត្រង់ចំណុចកន្លែងនេះខ្ញុំគិតថាការចងចាំរបស់យើងការដឹងគុណរបស់យើងគឺយើងត្រូវចងចាំយើងត្រូវដឹងគុណហើយយើងត្រូវផ្ដល់តម្លៃទុកជារៀងរហូតគឺมันគ្រាន់តែក្នុងស្ថានភាពវិបត្តិក្នុងស្ថានភាពសង្គ្រាមទេដោយដែលលោកបណ្ឌិតយងពៅបានបញ្ជាក់ខាងដើមថាយើងផ្ដល់តម្លៃយើងលើកតម្លៃកងទ័ពនគរបាលការពារព្រំដែនមិនមែនគ្រាន់តែក្នុងកលៈទេសៈដែលស្រុកយើងកើតសង្គ្រាមទេក៏ប៉ុន្តែយើងត្រូវតែផ្ដល់តម្លៃដើម្បីធ្វើឲ្យតម្លៃនេះវាคล้ายទៅជាតម្លៃនៃនិមិត្តរូបជាតិនៃនិមិត្តរូបនៃការដឹងគុណក្នុងការកសាងនៅខឿនការពារជាតិត្រង់ចំណុចកន្លែងនេះខ្ញុំមានគំនិតមួយថានៅតាមបណ្ដារាជធានីខេត្តប្រសិនបើយើងអាចធ្វើបានយើងគួរតែនាំគ្នាបង្កើតសួនវីរៈជនគឺសួរថាតើវីរៈជនរបស់យើងមិនត្រឹមតែវីរៈជនដែលបានបូជាអាយុជីវិតពលិកម្មដើម្បីជាតិមាតុភូមិក្នុងចំនួននេះទេគឺចំនួនណាក៏ដោយគឺយើងត្រូវតែនាំគ្នាបង្កើតសួនវីរៈជនមួយដើម្បីធ្វើឲ្យប្រជាពលរដ្ឋរបស់យើងមានការចងចាំចំពោះការធ្វើពលិកម្មចំពោះការលះបង់ចំពោះជាតិមាតុភូមិដែលវីរៈជនរបស់យើងដែលកងទ័ពរបស់យើងនគរបាលរបស់យើងនិងថ្នាក់ដឹកនាំអិសរាជជនដទៃទៀតដែលលោកបានតស៊ូលះបង់ដើម្បីជាតិមាតុភូមិដើម្បីប្រជាជននឹងគឺជាកន្លែងមួយដែលដាស់សតិស្មារតីមនសិការសម្បញ្ញៈរបស់ប្រជាពលរដ្ឋខ្មែរអញ្ចឹងយើងឃើញហើយតាមរយៈការនៃសង្គ្រាមឈ្លានពានរបស់សត្រូវទាំងពីរលើកនេះយើងមើលឃើញយ៉ាងប្រឆាក់នៅមហាសាមគ្គីជាតិនិងឯកភាពជាតិនៃមហាគ្រួសារខ្មែរយើងហើយខ្ញុំបានសរសេរសារនេះគឺថាខ្ញុំសរសេរសារនឹងហើយខ្ញុំតែងតែបង្ហោះរៀងរាល់ថ្ងៃថា
យើងមិនដែលឃើញខ្មែរយើងមានសាមគ្គីឯកភាពជាតិក្នុងមហាគ្រួសារតែខ្មែរតែមួយណាទាំងសមរភូមិមុខទាំងសមរភូមិក្រោយទាំងខ្មែរនៅក្នុងប្រទេសទាំងខ្មែរនៅឯនាយសមុទ្រគឺយើងមិនធ្លាប់បានឃើញស្ថានភាពបែបនេះទេខ្ញុំលើកឧទាហរណ៍នៅពេលដែលមានការអំពាវនាវឲ្យមានការជួយដល់វីរៈកងទ័ពនៅសមរភូមិមុខក៏ដូចជាការជួយដល់បងប្អូនជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារសង្គ្រាមដោយសារតែការឈ្លានពានរបស់ថៃដោយសារតែផ្ទះសម្បែងលំនៅឋានស្រែចម្ការច្បារដំណាំរបស់គាត់ត្រូវតែហ៊ានឈ្លានពានគេដណ្ដើមកាន់កាប់ដោយខុសច្បាប់យើងឃើញចរន្តជាតិរបស់យើងចលនាជាតិរបស់យើងចលនាក្នុងការជួយគ្នានឹងគឺសស័កសស្រាំមែនទែនអ្វីដែលខ្ញុំរំភើបហើយស្ទើរស្រក់ទឹកភ្នែកយើងឃើញថាបងប្អូនខ្លះគឺគាត់បើនិយាយពីជីវភាពរបស់គាត់ក្រីក្រអ្នកខ្លះគាត់អ្នករើសអេតចាយអ្នកខ្លះអ្នកសុំទានក៏ប៉ុន្តែគាត់យកថវិកាបន្តិចបន្តួចដែលគាត់លែងបានពីការលក់អេតចាយបានពីការសុំទានទៅដាក់នៅក្នុងធុងមូលនិធិចំណុចទាំងអស់ហ្នឹងគឺធ្វើឲ្យខ្ញុំមានការរំភើបមែនតើហើយខ្ញុំគិតថាចរន្តជាតិនេះចលនាជាតិនេះវាទោះបីវាជាពន្លកវាជាដើមឈើក៏ដោយក៏ប៉ុន្តែយើងត្រូវតែថែទាំនិងដាក់ជីពូនជ្រុំវាឲ្យคล้ายទៅជាចលនាជាតិចលនាឯកភាពសាមគ្គីជាតិដ៏រឹងមាំមួយហើយតាមរយៈចលនានេះតាមរយៈសាមគ្គីឯកភាពជាតិធ្លុងមួយនៃប្រជាប្រដ្ឋខ្មែរនៅសមរភូមិក្រោយនេះខ្ញុំគិតថាវាគឺជាសារដ៏មានឥទ្ធិពលមួយទៅកាន់ពិភពលោកក៏ដូចជាទៅកាន់សត្រូវឈ្លានពានរបស់យើងថារាជរដ្ឋាភិបាលកម្ពុជាមិននៅម្នាក់ឯងទេមិនឈរម្នាក់ឯងទេក៏ប៉ុន្តែប្រជាជាតិខ្មែរទាំងមូលប្រជាប្រដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសនៅពីក្រោយរាជរដ្ឋាភិបាលនៅពីក្រោយថ្នាក់ដឹកនាំរបស់យើងដែលធ្វើឲ្យស្ថិរភាពនយោបាយផ្ទៃក្នុងរបស់យើងកាន់តែរឹងមាំទោះបីជាយើងត្រូវរងព្យុះរងភ្លៀងពីសត្រូវឈ្លានពានយ៉ាងណាក៏ដោយខ្ញុំគិតថាសាមគ្គីឯកភាពជាតិដែលយើងមាននៅពេលនេះជាធ្លុងមួយទាំងសមរភូមិមុខទាំងសមរភូមិក្រោយនេះនឹងធ្វើឲ្យជាតិយើងនៅតែមានអត្ថិភាពនៅតែរឹងមាំស្ថិតស្ថេររាប់ពាន់រាប់ម៉ឺនឆ្នាំទៅមុខទៀតបាទសូមអរគុណលោកបណ្ឌិតចំពោះការជំរាបជូនឃើញថាបាទខ្មែរនៅទីណាក៏ដោយគឺជាខ្មែរតែមួយហើយក៏នៅតែរួមគ្នាសាមគ្គីភាពជាធ្លុងមួយនៅក្នុងការជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិបញ្ហាព្រំដែនកម្ពុជាថៃនេះសំណួរដដែលនេះក៏ស្តៀងទៅកាន់ខ្ញុំបាទសំសួរទៅកាន់លោកបណ្ឌិតយ៉ងពៅវិញម្ដងពាក់ព័ន្ធនឹងខឿនការពីជាតិដ៏រឹងមាំអ្វីមកយើងបានជជែកច្រើនពាក់ព័ន្ធនឹងការសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅសមរភូមិក្រោយហើយយើងក៏បានជជែកដែរថាវីរៈកងទ័ពវីរៈនគរបាលក៏បានបង្ហាញពីការក្រាញនានាបាទការពីជាតិនៅសមរភូមិខាងមុខអញ្ចឹងលោកបណ្ឌិតថានៅពេលដែលវីរៈគេថាការរួមគ្នាយ៉ាងជិតស្និទ្ធរវាងអ្នកនៅសមរភូមិខាងមុខហើយនៅសមរភូមិខាងក្រោយនៅពេលដែលរួមគ្នាសហការគ្នាយ៉ាងជិតស្និទ្ធបែបនេះថាតើវាអាចបង្កើតជាអំណាចនៃស្មារតីសាមគ្គីភាពបែបណាដែរបាទសូមជឿបាទសូមអរគុណខ្ញុំក៏មិនខុសពីបណ្ឌិតកិនភាបានលើកឡើងដែរគឺយើងអ្វីដែលយើងជាចំណុចខ្លាំងនៃប្រជាជាតិរបស់យើងតែងតែកើតមាននៅក្នុងសម័យកាលប្រវត្តិសាស្ត្រគឺនៅពេលដែលជួបបញ្ហាជួបវិបត្តិធ្ងន់ហ្នឹងគឺយើងតែងតែបន្តរួបរวมសាមគ្គីគ្នាអញ្ចឹងពេលវេលានេះក៏ដូចគ្នាដែរនៅពេលដែលថៃឈ្លានពានយើងនៅក្នុងឆ្នាំ2025 2026នេះគឺយើងត្រូវតែបន្តស្មារតីជាតិរឹងមាំរបស់យើងបន្តទៀតដើម្បីឲ្យជាតិយើងរឹងមាំពីព្រោះមានតែយើងរឹងមាំទេដែលបរទេសគេមិនអាចញែកចូលមកបំបែកបានខ្ញុំសូមបញ្ជាក់ថាថៃតែងតែព្យាយាមបំបែកសាមគ្គីជាតិខ្មែរតាមគ្រប់រូបភាពហើយបើយើងមិនបាច់មើលឆ្ងាយយើងមើលនៅក្នុងសម័យលង្វែកមកដល់សម័យអាណាព្យាបាលបារាំងសម័យតស៊ូអីជាដើមនោះគឺថៃសិតតែប្រើប្រាស់វិធីសាស្ត្រសង្គ្រាមចិត្តសាស្ត្របំបែកឯកភាពជាតិខ្មែរនៅពេលដែលគេបំបែកបានពេលហ្នឹងគេបានទទួលជោគជ័យហើយក្នុងទស្សនវិជ្ជាប្រវត្តិសាស្ត្រយើងឃើញមានអិសរៈសេរីមានអិសរៈមិនសេរីអីក្នុងសម័យកាលអាណានិគមអីជាដើមហើយក្នុងសម័យលង្វែកគេប្រើវិធីសាស្ត្រទាំងវិធីសាស្ត្រសាសនាទាំងវិធីសាស្ត្រអបិយជំនឿនិងវិធីសាស្ត្រផ្សេងទៀតមកបែកសំទោសមកបំបែកឯកភាពជាតិខ្មែរ
អរគុណឥឡូវយើងក៏លេខទៅការសំណួរជាបន្តខ្ញុំបាទសូមសាកសួរទៅកាន់លោកបណ្ឌិតឈុតបន្ថងវិញម្ដងពាក់ព័ន្ធនឹងការសាមគ្គីភាពរវាងវីរៈកងទ័ពវីរៈនគរបាលជាមួយនឹងប្រជាពលរដ្ឋរបស់យើងអាចឆ្លុះបញ្ចាំងអំពីប្រលឹងវប្បធម៌ក៏ដូចជាប្រលឹងខ្មែរដែលសាមគ្គីភាពគ្នាហើយបង្ហាញអំពីខឿនការពីជាតិដ៏រឹងមាំបំផុតដែលបុព្វបុរសរបស់យើងធ្លាប់ប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយបាទ បាទអរគុណអាយដាមដិតគិនភីអាយដាមយងពៅបានលើកបន្តហើយពីរឿងខ្លឹមសារអត្តន័យនឹងយ៉ាងម៉េចប៉ុន្តែសម្រាប់ខ្ញុំអ្នកទស្សនវិជ្ជានេះឆ្លុះបញ្ចាំងថាតើយើងធ្លាប់មានទេស្មារតីសាមគ្គីភាពវប្បធម៌សាមគ្គីភាពនឹងធ្លាប់មានទេតាមពិតយើងមានតាំងពីរាប់រយឆ្នាំមកហើយយើងមានចែងនៅក្នុងយើងមានសរសេរនៅក្នុងប្រវត្តិសាស្ត្រនៅក្នុងរឿងព្រេងនៅក្នុងប្រឡោមលោកនៅក្នុងសុភាសិតជាដើមដែលខ្ញុំបានសិក្សាកន្លងមកខ្ញុំសូមលើកពី3ទេទី1យើងនិយាយពីថាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់បាទនេះគឺជាទស្សនវិជ្ជាខ្មែរយើងមានយូរមកហើយចង្កឹះមួយបាច់កាច់មិនបាក់អានេះក៏ជាទស្សនវិជ្ជាដែលឆ្លុះបញ្ចាំងហើយសាមគ្គីជាកត្តានៃជ័យជំនះជាដើមបាទខ្ញុំសូមលើកប៉ុណ្ណឹងផុសតាងដែលបញ្ជាក់ថាយើងមានរហូតដល់មានបង្កប់នៅក្នុងអក្សរសិល្ប៍ប្រឡោមលោកប្រវត្តិសាស្ត្រជាដើមហើយនឹងរួមជាមួយគ្នានេះដែរនៅក្នុងប្រវត្តិសាស្ត្រហ្នឹងក៏យើងបានកត់ត្រានៅរឿងមួយចំនួនដែលជាផុសតាងដែរយើងជ័យជំនះដែលខ្មែរធ្លាប់មានក្នុងអតីតកាលដែលរហូតដល់យើងបានរៀបចំប្រទេសរបស់យើងទៅជាមហានគរទៅជាចក្រភពហ្នឹងក៏គេរកឃើញថាកើតឡើងពីកម្លាំងសាមគ្គីភាពបង្រួបបង្រួមជាតិនឹងដែរហ្នឹងទីផុសតាងទី1ផុសតាងទី2នៅពេលដែលយើងប្រឆាំងជាមួយនឹងអាណានិគមនិយមបារាំងនេះក៏យើងប្រើកម្លាំងសាមគ្គីដែរបាទសាមគ្គីរហូតដល់សម្ដេចនរោត្តមសីហនុនោះមិនតែបរោះទេដែលធ្វើទាហានណាស្ត្រីក៏មានទាហានដែរមានកងកម្លាំងនារីក្លាហាននោះជាដើមនោះស្ទើរតែឆ្លុះបញ្ចាំងនៅសាមគ្គីភាពហើយក្រៅពីហ្នឹងគឺខ្មែរគ្រប់និន្នាការទាំងអស់បាទចូលរួមជាមួយសម្ដេចព្រះនរោត្តមសីហនុដែលព្រះអង្គខ្លាយទៅជាសម្ដេចព្រះបរមរតនកោដ្ឋក្រោយដែលព្រះអង្គយាងចូលទីមង្គលហ្នឹងក៏មានន័យថាព្រះអង្គបានធ្វើកិច្ចការនេះច្រើនហើយប្រើប្រាស់កម្លាំងមហាសាមគ្គីដែរហើយក្រោយមកទៀតយើងឃើញការផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យនេះខ្មែរក្រហមនេះក៏ប្រើកម្លាំងសាមគ្គីដែរបាទមានរឿងច្រើនទៀតខ្ញុំសូមលើកប៉ុណ្ណឹងហើយផុសតាងដែលយើងបានរកឃើញទៀតថានៅពេលណាក៏ដោយដែលយើងចាប់ផ្ដើមបែកបាក់គឺយ៉ាងយើងចាប់ផ្ដើមធ្លាក់យើងចាប់ផ្ដើមបរាជ័យអញ្ចឹងហើយសូមឲ្យរក្សានៅស្មារតីសាមគ្គីភាពនេះតទៅទៀតហើយកុំឲ្យសាមគ្គីភាពនឹងវាមានគ្រាន់តែមានម្ដងម្កាលសូមឲ្យវាមានជារៀងរហូតបាទមានន័យថាយើងខ្មែរយើងច្រើនប្រើពាក្យថារួមសុខរួមទុក្ខមានន័យថាពេលដែលយើងបានសុខក៏យើងត្រូវសាមគ្គីភាពគ្នាហើយពេលយើងកើតទុក្ខក៏រឹតតែសាមគ្គីភាពគ្នាដែរអញ្ចឹងហើយសូមធ្វើយ៉ាងណាមកដល់ឆ្នាំ2025នេះឥឡូវយើងចូលឆ្នាំ2026ហើយយើងឃើញថាស្មារតីសាមគ្គីភាពរបស់យើងបានវាអាចថាវាវិលមកវិញហើយកំពុងតែរីកលូតលាស់ហើយចង់ឲ្យយើងរក្សាស្មារតីសាមគ្គីភាពនេះឲ្យវាមានរូបរាងពេញលេញកម្លាំងកាន់តែខ្លាំងហើយនឹងមានជានិរន្តរ៍បាទខ្ញុំសូមប៉ុណ្្នឹងបាទអរគុណសម្រាប់សំណួរជាបន្តខ្ញុំបាទសូមទៅកាន់លោកបណ្ឌិតកិនភាវិញម្ដងបាទលោកបណ្ឌិតពាក់ព័ន្ធទៅនឹងវីរភាពយើងបាននិយាយច្រើនអញ្ចឹងនៅពេលដែលយើងលើកតម្កើងវីរភាពដែលជាតម្លៃនៅពេលនេះវាមានសារៈសំខាន់យ៉ាងណានៅក្នុងការកំណត់អត្តសញ្ញាណនយោបាយរបស់កម្ពុជានៅក្នុងឋានៈជារដ្ឋតូចមួយប៉ុន្តែមានភាពម្ចាស់ការរឹងមាំបាទអរគុណណាស់ហើយខ្ញុំចង់ភ្ជាប់ជាមួយនឹងការលើកឡើងរបស់បណ្ឌិតឈុតបន្ថងបន្តិចក្នុងទស្សនវិជ្ជាប្រវត្តិសាស្ត្រដែលយើងនិយាយពីការសាមគ្គីនៅក្នុងសង្គមខ្មែរយើងខ្ញុំក៏តែចង់ទាញការចាប់អារម្មណ៍ឲ្យបងប្អូនទស្សនិកជនយើងទាំងអស់ទៅមើលប្រាង្គប្រាសាទយើងទាំងអស់ដែលមានរាប់ពាន់ជាពិសេសគឺប្រាសាទអង្គរតូចអង្គរធំបន្ទាយស្រីដែលសុទ្ធតែជាប្រាសាទសិលាដ៏ប្រណិតដ៏អស្ចារ្យនៅពេលដែលខ្ញុំទៅលេងប្រាសាទដំបងខ្ញុំរំភើបដើរដោះស្បែកជើងហើយថ្វាយបង្គំចេះតែសម័យថាដូនតាយើងអស្ចារ្យ
ចឹងយើងមើលតាមរយៈសាដៃសបត្តិកម្មសំណង់ប្រាសាទសិលាដ៏សម្បើមអស្ចារ្យដែលជាមរតកដូនតាយើងនេះគឺបានបញ្ជាក់ប្រាប់យើងបានខ្សឹបប្រាប់យើងថាសំណង់ស្ថាបត្យកម្មដ៏មហោស្ចារ្យនេះគឺមិនមែនកើតចេញពីមនុស្សម្នាក់ពីរនាក់ធ្វើបានទេគឺវាកើតចេញពីមនុស្សរាប់ពាន់រាប់ម៉ឺននាក់អាចដល់រាប់លាននាក់ទើបបង្កើតបាននៅសមិទ្ធិដ៏សម្បើមបែបនេះក៏ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺក្បាច់រចនាដែលមាននៅប្រាង្គប្រាសាទស្ទើរតែគ្រប់ទីកន្លែងនេះគឺមានលក្ខណៈឯកភាពប្រណិតហើយឯកភាពប្រណិតហើយឯកភាពមានន័យថាម៉េចគឺមានន័យថាសាមគ្គីគ្នានៅក្នុងបទដ្ឋានវិន័យមួយគឺច្បាស់លាស់មានន័យថាខ្មែរយើងមិនត្រឹមតែមានសាមគ្គីទេប៉ុន្តែមានវិន័យខ្លាំងណាស់បើសិនជាគ្មានវិន័យទេគឺប្រាសាទហ្នឹងគឺមិនអាចធ្វើបានឥតខ្ចោះបែបហ្នឹងទេអាហ្នឹងទស្សនវិជ្ជាទី1ស្ដែងពីសាមគ្គីភាពទស្សនវិជ្ជាទី2គឺបង្ហាញពីនានាភាពមានន័យថាប្រាសាទសិលាសម្បើមអស្ចារ្យបែបនេះគឺមិនមែនកើតឡើងដោយថ្មម្ដុំទេគឺកើតឡើងដោយថ្មច្រើនដុំលើកបន្ទប់លើគ្នាអញ្ចឹងការដាក់បន្ទប់លើគ្នាថ្មម្ដងឲ្យទៅជាមហាប្រាសាទដ៏មហោស្ចារ្យដែលចប់ជាអច្ឆរិយវត្ថុនៅលើពិភពលោកជាបេតិកភណ្ឌដ៏អស្ចារ្យលើពិភពលោករបស់មនុស្សជាតិនេះគឺវាប្រាប់យើងថាការរួបរวมសាមគ្គីគ្នាពីគ្រប់តួអង្គពាក់ព័ន្ធពីគ្រប់និន្នាការនយោបាយពីគ្រប់សមាជិកសង្គមគឺពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យជាតិមួយរឹងមាំស្ថិតស្ថេរជ័យរកាលហើយនឹងទទួលបាននៅការគោរពការកោតខ្លាចពីបណ្ដារដ្ឋដទៃអញ្ចឹងយើងក៏លេចមកមើលអំពីការលើកតម្កើងវីរៈភាពជាតិសួរថាតើវាកំណត់អត្តសញ្ញាណនយោបាយខ្មែរបែបណាចំណុចទី1នៅពេលដែលយើងមានការលើកតម្កើងវីរៈភាពជាតិមានន័យថាការផ្ដល់តម្លៃនៅនៃការលះបង់ពលិកម្មទាំងឡាយនៃវរជនវីរជនវីរៈនគរបាលវីរៈកងទ័ពឬក៏អិសរជននយោបាយដែលបានតស៊ូដើម្បីបព្វហេតុជាតិមាតុភូមិនោះខ្ញុំគិតថាវាជាសារមួយដ៏សំខាន់ដែលជាការកំណត់អត្តសញ្ញាណនយោបាយជាតិយើងថាកម្ពុជាជារដ្ឋតូចមែនក៏ប៉ុន្តែយើងមានឯករាជ្យក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយសារតែយើងមានសាមគ្គីភាពគ្នាដោយសារតែយើងផ្ដល់តម្លៃខ្ពស់ទៅដល់អ្នកទាំងឡាយដែលបានពលិកម្មដើម្បីជាតិមាតុភូមិអញ្ចឹងវីរៈភាពកងទ័ពរបស់យើងគឺបានបញ្ជាក់ជាផុសតាងថាអធិបតេយ្យរបស់ជាតិយើងមិនគ្រាន់តែជាអធិបតេយ្យដែលគ្រាន់តែចរិតនៅលើរដ្ឋធម្មនុញ្ញឬនៅលើកណ្ដាស់ទេក៏ប៉ុន្តែជាអធិបតេយ្យមួយដែលត្រូវបានការពារដោយកម្លាំងជាតិពិតប្រាកដកម្លាំងជាតិពិតប្រាកដនោះគឺអ្វីទី1ដោយដែលលោកបណ្ឌិតយងពៅលោកបណ្ឌិតឈុតបន្ថងបានបញ្ជាក់ឲ្យកម្លាំងជាតិពិតប្រាកដរបស់យើងគឺតួអង្គពាក់ព័ន្ធនៃសង្គមរបស់យើងសំខាន់ទី1គឺកងទ័ពនិងកងនគរបាលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងគឺជាកម្លាំងជាតិរបស់យើងទី2គឺពលរដ្ឋរបស់យើងគ្រប់រូបហ្នឹងសុទ្ធតែជាកម្លាំងជាតិដ៏មានសារៈសំខាន់បំផុតដែលជាខឿនការពារជាតិហើយទី3គឺតួអង្គអ្នកដឹកនាំរបស់យើងគ្រប់លំដាប់ថ្នាក់ទាំងអស់ហើយនៅក្នុងសង្គមយើងឃើញថាអ្វីដែលជាមោទនភាពសម្រាប់យើងជាខ្មែរគឺយើងមានឯកភាពក្នុងការដឹកនាំពីលើដល់ក្រោមពីកម្លាំងស៊ីវិលដល់កម្លាំងកងទ័ពគឺយើងធ្វើអ្វីមួយនៅក្នុងសុខដុមនីយកម្មនៃគេហៅថាប្រព័ន្ធមួយដែលប្រកបដោយសុខដុមនីយកម្មចំណុចហ្នឹងគឺជាចំណុចសំខាន់ដែលខ្ញុំគិតថាជាការកំណត់នៅអត្តសញ្ញាណនយោបាយខ្មែរយើងដែរហើយចំណុចមួយទៀតគឺកម្ពុជាគឺជារដ្ឋតូចជារដ្ឋដែលស្រឡាញ់សន្តិភាពជារដ្ឋដែលចងមិត្តជាមួយបណ្ដារដ្ឋទាំងអស់ទាំងរដ្ឋក្បែរខាងទាំងរដ្ឋនៅក្នុងតំបន់និងបណ្ដារដ្ឋនានានៅជុំវិញពិភពលោកក៏ប៉ុន្តែរដ្ឋតូចមួយនេះដែលស្រឡាញ់សន្តិភាពស្រឡាញ់មិត្តភាពក៏ប៉ុន្តែប្រសិនបើមិត្តភាពនោះត្រូវបានប្រើប្រាស់ដើម្បីរំលោភបំពានយើងក៏យើងអាចចោះញោមបានដែរកម្ពុជាយើងតែងតែប្រកាន់នៅការដោះស្រាយបញ្ហាដោយសន្តិវិធីហើយយើង
សម្រាប់នៅនយោបាយការទូតមួយពហុភាគីនិយមហើយបើយើងពិនិត្យទៅលើក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញរបស់យើងត្រង់មាត្រាទី53គឺយើងប្រកាន់នៅគោលនយោបាយការបរទេសអព្យាក្រឹតអចិន្ត្រៃយ៍មិនចូលបកសម្ព័ន្ធចំណុចកន្លែងហ្នឹងគឺយើងឃើញថាយើងស្រឡាញ់ឯករាជ្យយើងស្រឡាញ់សន្តិភាពយើងស្រឡាញ់ពហុនិយមក៏ប៉ុន្តែគឺយើងក៏មិនអាចចោះញោមឲ្យនរណាមករំលោភបំពានយើងបានតាមចិត្តដែរអញ្ចឹងវីរភាពដែលកើតចេញពីមនសិការស្នេហាជាតិពិតប្រាកដនេះវាគឺជាអំណាចទុនមួយដែលធ្វើឲ្យគេគោរពយើងគេកោតក្រែងកោតខ្លាចយើងសត្រូវនៅពេលដែលឃើញស្មារតីមិនចោះញោមរបស់កងទ័ពរបស់យើងភាពអង្អាចក្លាហានវីរភាពនិងសាមគ្គីភាពរបស់ប្រជាពលរដ្ឋយើងគេក៏មានការកោតញញើតកោតខ្លាចដែរហើយប្រសិនបើគេចង់រំលោភបំពានក៏ត្រូវតែពិចារណាឡើងវិញដែរអញ្ចឹងជារួមទៅយើងអាចនិយាយបានថាអត្តសញ្ញាណនយោបាយរបស់យើងត្រូវបានកំណត់ដោយការលើកដំកើងគំរូវីរភាពឬការលះបង់ពលីកម្មហើយវីរភាពនេះគឺជាអាវុធយុទ្ធសាស្ត្រសម្រាប់ការពារជាតិដោយយើងពេលខ្លះគឺយើងមិនចាំបាច់ប្រើក្របកំភ្លើងទេគឺយើងប្រើប្រាស់សាមគ្គីឯកភាពវីរភាពនិងការលះបង់របស់ប្រជាពលរដ្ឋខ្មែរយើងគឺជាកំពែងការពារជាតិក៏ប៉ុន្តែខ្ញុំឯកភាពចំណុចជាមួយនឹងលោកបណ្ឌិតយងពៅគឺគ្រប់វិនាទីទាំងអស់យើងត្រូវតែគិតថាការកសាងនៅខឿនការពារជាតិរឹងមាំការធ្វើទំនើបកម្មវិស័យការពារជាតិរបស់យើងការពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់ប្រភេទនេះគឺជារឿងចាំបាច់ហើយដែលត្រូវតែធ្វើចាប់ពីពេលនេះតទៅគឺយើងមិនអាចភ្លេចខ្លួនមួយវិនាទីណាបានទេហានិភ័យនៃការឈ្លានពានហានិភ័យនៃសង្គ្រាមគឺតែងតែកើតឡើងគ្រប់ពេលវេលាទាំងអស់ហើយជាពិសេសក្នុងស្ថានភាពបច្ចុប្បន្នដែលសម្ដាប់ធ្នាប់ពិភពលោកវាមានការប្រែប្រួលស្មុគស្មាញពិបាកប៉ាន់ស្មាននេះការពង្រឹងភាពធន់ខាងវិស័យការពារជាតិភាពធន់ខាងសេដ្ឋកិច្ចភាពធន់ផ្ទៃក្នុងនៃឯកភាពសាមគ្គីជាតិនេះគឺជារឿងមួយសំខាន់ណាស់ហើយដើម្បីឲ្យយើងរឹងគឺទាមទារឲ្យតួអង្គពាក់ព័ន្ធទាំងអស់កោសិកាសង្គមរបស់យើងទាំងអស់យើងត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះប្រជាជាតិយើងទាំងអស់គ្នាម្នាក់ត្រូវតែទទួលយកនៅការទទួលខុសត្រូវដើម្បីជាតិមាតុភូមិទាំងអស់គ្នាហើយឈប់ទៅការចោទប្រកាន់ការចង្អុលមុខដាក់គ្នាហើយបន្ទោសគ្នាដោយมันរកឃើញនៅធម៌សាមគ្គីហ្នឹងគឺថាសូមឲ្យមេត្តាដាក់នៅធរបែកបាក់ហ្នឹងគឺចាប់យកនៅធរសាមគ្គីឯកភាពជាតិហើយលើកទឹកចិត្តគ្នាដើម្បីរួមចំណែកការពារកសាងនិងអភិវឌ្ឍជាតិទាំងអស់គ្នាឲ្យបាននៃរឹងមាំយូរកន្លែងតរៀងទៅបាទអរគុណលោកបណ្ឌិតខ្ញុំបាទសូមបន្តសំណួរជាបន្តទៅកាន់លោកបណ្ឌិតឈុតបន្ថងវិញសិនចង់ស្ដាប់ពាក់ព័ន្ធទៅនឹងផ្នែកទស្សនវិជ្ជាលោកបណ្ឌិតថាតើពេលដែលប្រជាពលរដ្ឋខ្មែររបស់យើងបានទទួលភាពឈឺចាប់ចេញពីសង្គ្រាមឈ្លានពានពីសំណាក់ទាហានថៃថាតើយើងអាចប្រែក្លាយការឈឺចាប់នេះទៅជាកម្លាំងចិត្តស្ថាបនាជាតិដើម្បីការពារអធិបតេយ្យជាតិរបស់យើងឲ្យបានគង់វង្សយូរអង្វែងយ៉ាងដូចម្តេចដែរបាទអរគុណច្រើនទីមួយគឺគ្រប់គ្រងអ្វីដែលលោកបណ្ឌិតគិនភាបានលើកមិញនេះហើយជាការពិតនៅពេលដែលយើងឈឺចាប់នៅពេលដែលយើងជួបរឿងសោកសៅពិបាកណាស់នៅក្នុងការទប់ទឹកភ្នែកបាទរឿងជាក់ស្ដែងនៅពេលដែលយើងទទួលរងការឈ្លានពាននិងការវាយប្រហារដោយអាវុធយ៉ាងលើសលប់កម្លាំងដ៏លើសលប់មកលើដែនអធិបតេយ្យភាពរបស់យើងបាទមានស្លាប់របួសកងទ័ពរបស់យើងជនស៊ីវិលរបស់យើងបងប្អូនយើងអ្នកណាក៏កាន់ទូរស័ព្ទអ្នកណាក៏នៅមុខកញ្ចក់ទូរទស្សន៍ដើម្បីតាមដានហើយក៏ឮព័ត៌មានថាគេផ្លោងកន្លែងនេះគេផ្លោងកន្លែងនោះគាត់ស្រក់ទឹកភ្នែកគាត់អួលដើមកគាត់ក្តុកក្ដួលបាទគាត់មានអារម្មណ៍ stress អ្នកខ្លះស្ទើរតែអត់ចង់ទទួលទានអាហារអត់ចង់សម្រាកនៅតាមដានព័ត៌មានហ្នឹងបាទប៉ុន្តែសួរថាតើយើងត្រូវប្រែក្លាយការឈឺចាប់នេះការឈឺចាប់ឬក៏ភាពសោកសៅនេះទៅយ៉ាងម៉េចខ្ញុំគិតថាយើងឈឺចាប់ក៏ឈឺចាប់ហើយព្រោះយើងជាមនុស្សយើងមិនមែនជាព្រះហើយយើងក៏មិនមែនជាដុំថ្មមិនមែនជាវត្ថុដែរប៉ុន្តែយើងមិនត្រូវទន់ជ្រាយហើយយើងក៏មិនត្រូវអស់សង្ឃឹមដែរកាលណាយើងទន់ជ្រាយយើងអស់សង្ឃឹមគឺមានន័យថា
យើងអត់អាចវិលថយក្រោយបានទេ បាទ ចឹងហើយសូមបងប្អូនយើងបន្តក្រោកឈរឡើងហើយនឹងរិះរោបវិធីងើបចេញពីការជឿចាប់ពីភាពសោកសៅទាំងអស់ហ្នឹងបាទពីភាពសោកសៅទាំងអស់ហ្នឹងហើយនៅពេលដែលយើងក្រោកហើយយើងត្រូវខំពង្រឹងខ្លួនឯងត្រូវខំសិក្សាអំពីខ្លួនឯងថាតើហេតុអីបានជាយើងមានរឿងនេះកើតឡើងបាទយើងសិក្សាអំពីចំណុចខ្លាំងចំណុចខ្សោយពីចំណុចខ្វះខាតរបស់យើងពីខ្វះចំណុចខ្វះចន្លោះរបស់យើងហើយក៏សិក្សាពីសត្រូវផងដែរ បាទបន្ទាប់ពីសិក្សាតែយើងធ្វើម៉េចយើងត្រូវកែខ្លួនយើងកន្លែងណាដែលយើងកែកន្លែងណាដែលយើងខុសយើងធ្វើកំណែតម្រង់យើងកសាងសមត្ថភាពបន្ថែមយើងបំពេញបន្ថែមនៅចន្លោះប្រហោងដែលយើងខ្វះពីព្រោះថាខ្ញុំក៏គ្រប់គ្រងអាដាមបណ្ឌិតយងពៅលោកបណ្ឌិតកិនភាដែរសន្តិភាពយើងអត់អាចទៅសុំអង្វរសត្រូវបានទេគ្មានអ្នកណាគេឲ្យទេសន្តិភាពគឺយើងត្រូវតែខ្លាំងយើងត្រូវតែមោះមុតមិនអាចការពារដែនអធិបតេយ្យការពារប្រជាពលរដ្ឋយើងបានព្រោះយើងគ្រាន់តែធ្វើឲ្យខ្លួនយើងឲ្យគេអាណិតដើម្បីឲ្យគេដាក់ទៀនឲ្យយើងអត់អាចរស់បានប្រមាណទេបាទតើតែធ្វើខ្លួនយើងខ្លាំងគេមិនហ៊ានប៉ះអាហ្នឹងបានសន្តិភាពរបស់យើងគឺរឹងមាំតែបើសន្តិភាពដែលបានមកដោយការអង្វរកវាបានតែក្នុងពេលរយៈពេលខ្លីណាមួយទេអញ្ចឹងសូមឲ្យបងប្អូនយើងទាំងអស់គ្នាចាប់ផ្ដើមគិតថាយើងរៀនសូត្របានអីខ្លះពីការឈឺចាប់ពីការឈ្លានពានដែលមកដល់ពេលនេះគេកំពុងតែឈរជើងនៅលើទឹកដីរបស់យើងដែលតាមក្រសួងការបរទេសប្រកាសជាផ្លូវការតវ៉ាជាផ្លូវការរហូតដល់ជាង14កន្លែង14ទីតាំងបាទបងប្អូនយើងឈឺចាប់ណាស់ដីផ្ទះកន្លែងដែលគាត់ធ្លាប់នៅការិយាល័យបាទអគារពាណិជ្ជកម្មបាទស្អីទាំងអស់គេបាញ់បំផ្លាញឥឡូវនឹងគេឈូសគេឆាយតើយើងធ្វើយ៉ាងម៉េចមិញនេះលោកបណ្ឌិតទាំងពីរក៏បានលើកថាកម្ពុជាកំពុងតែតវ៉ាបាទតាមផ្លូវច្បាប់តាមរយៈការទូតយើងមិននៅស្ងៀមទេប៉ុន្តែយ៉ាងណាក៏ដោយដោយសារតែគេព្យាយាមឲ្យយើងចូលអន្ទាក់របស់គេដោយលោកបណ្ឌិតយងពៅតែងតែលើកដដែលថាគេចង់ប្រើកម្លាំងបើយើងប្រើកម្លាំងគេថាមានហេតុផលគ្រប់គ្រាន់នៅក្នុងការបង្ក្រាបបាទដូច្នេះយើងមិនចូលអន្ទាក់គេទេគឺយើងស្វែងរកយន្តការអន្តរជាតិយើងដោះស្រាយដោយសន្តិវិធីដូច្នេះវិលមកវិញថាយើងប្រែក្លាយការជឿចាប់ប្រែក្លាយកំហឹងរបស់យើងនេះទៅជាការតស៊ូទៅជាការពង្រឹងខ្លួនទៅជាការប្រឹងប្រែងដើម្បីដោះស្រាយបញ្ហានេះឲ្យបានចប់សពគ្រប់យើងដឹងហើយថាចំនួនខ្មែរថៃនេះវាមានតាំងពីរាប់រយឆ្នាំមកហើយបើយើងគិតពីឆ្នាំ1962មកដល់ឥឡូវក៏វា63ឆ្នាំដែរ63ឆ្នាំដែរអញ្ចឹងរឿងនេះហើយរឿងមិនមែននៅតែជុំវិញប្រាសាទព្រះវិហារទេបើគិតទៅវាប្រវែងជាង800គីឡូម៉ែត្រនេះគឺសិតតែជារឿងដែលអាចកើតមាននៅកន្លែងណាក៏បានដែរដូច្នេះយើងឃើញថ្មីនេះរាជរដ្ឋាភិបាលបានសរសេរលិខិតបាទទៅសាធារណរដ្ឋបារាំងបាទដើម្បីសុំឯកសារបាទឯកសារដែលពាក់ព័ន្ធណាបាទជំនួយបច្ចេកទេសផងឯកសារផងខ្ញុំសង្ឃឹមថាយន្តការដែលរាជរដ្ឋាភិបាលលើកនេះនឹងអាចដោះស្រាយអាហ្នឹងដែលជាចំណែកមួយដែលយើងប្រែពីការហ៊ីចាប់មកការដោះស្រាយដោយសន្តិវិធីឬក៏តាមផ្លូវណាក៏ដោយតាមយន្តការអន្តរជាតិក៏ដោយធ្វើយ៉ាងណាដើម្បីយើងដោះស្រាយកុំឲ្យសត្រូវឈ្លានពានរបស់យើងនៅតែបន្តឈរជើងដោយខុសច្បាប់នៅដែនអធិបតេយ្យរបស់យើងបាទខ្ញុំសូមចូលរួមប៉ុណ្ណឹងបាទអរគុណលោកបណ្ឌិតបាទសម្រាប់ការជំរាបជូនខ្ញុំបាទសូមទៅកាន់លោកបណ្ឌិតយ៉ងពៅវិញម្ដងក្នុងនាមលោកបណ្ឌិតជាអ្នកតាមដានព្រឹត្តិការណ៍ជាតិតើលោកបណ្ឌិតយល់យ៉ាងណាចំពោះការចងក្រងនិងផ្សព្វផ្សាយពីវីរភាពរបស់កងទ័ពនិងវីរៈនគរបាលការពីព្រំដែនជួរមុខដើម្បីទុកជាមរតកស្មារតីសម្រាប់កូនខ្មែរគ្រប់រូបបានដឹងនិងបន្តវេនការពារជាតិរបស់យើងថ្ងៃខាងមុខបាទអរគុណច្រើននៅសំណួរដ៏មានសារៈសំខាន់នេះការពិតហើយថាយើងឆ្លងកាត់មកនៅភាពឈឺចាប់ដោយបណ្ឌិតឈុតបន្ថងបានលើកឡើងតែយើងត្រូវប្រែក្លាយការឈឺចាប់របស់យើងនេះទៅជាការពង្រឹងស្មារតីពង្រឹងសមត្ថភាពរបស់យើងហើយខ្ញុំក៏បានលើកឡើងនៅចំណុចខាងលើថាពលរដ្ឋម្នាក់ត្រូវតែជាឆ្មាំជាតិម្នាក់សំទោសឆ្មាំជាតិម្នាក់ឲ្យខាងតែបានពីម្នេះតទៅពីព្រោះមហិច្ឆតាឈ្លានពានរបស់ថៃហ្នឹងមិនបោះបង់ទេ
ច្បាប់អន្តរជាតិមានហើយសន្ធិសញ្ញាអន្តរជាតិមានហើយតែថៃនៅតែបំពេញឆ្លៀនពៀនដោយយកយើងនឹងជាឈ្នន់នយោបាយផ្ទៃក្នុងរបស់ខ្លួន បាទ អញ្ចឹងហើយយើងត្រូវតែកុំភ្លេចខ្លួនហើយត្រូវតែពង្រឹងសមត្ថភាពគ្រប់លំដាប់ថ្នាក់បាទគ្រប់លំដាប់ថ្នាក់ហ្នឹងខ្ញុំចង់និយាយថាក្នុងរាជការផងនិងប្រជាពលរដ្ឋផង អញ្ចឹងពាក់ព័ន្ធសំណួរនេះដូចគ្នាខ្ញុំបាទសូមជំរាបសួរលោកបណ្ឌិតកិនភេវិញម្ដងពាក់ព័ន្ធនឹងនយោបាយនៃការលើកដំកើងវិរៈភាពជាតិវាអាចដើរតួនាទីជាកំពែងសាមគ្គីភាពផ្ទៃក្នុងនិងស្មារតីជាតិយ៉ាងដូចម្ដេចដើម្បីទប់ស្កាត់កុំឲ្យមានការបំបែកបាក់និងចាញ់សង្គ្រាមចិត្តសាស្ត្រពីស្ត្រីជំនាញបាទ បាទអរគុណមុននឹងចូលសំណួរនេះខ្ញុំសូមអនុញ្ញាតដើម្បីបន្ថែមបន្តិចជាមួយនឹងលោកបណ្ឌិតយងពៅពាក់ព័ន្ធជាមួយនឹងការលើកដំកើងវីរភាពកងទ័ពនេះទីមួយខ្ញុំឯកភាពថាដើម្បីការពារអធិបតេយ្យរបស់យើងគឺយើងត្រូវការកងទ័ពមួយដែលខ្លាំងឬក៏កងកម្លាំងប្រដាប់អាវុធមួយដែលខ្លាំងដែលខ្ញុំនិយាយថាកងទ័ពគឺជាកម្លាំងឬក៏កងនគរបាលព្រំដែនគឺជាកម្លាំងក៏ប៉ុន្តែយើងត្រូវការខឿន2 3 4ទៀតអញ្ចឹងកងទ័ពជាកម្លាំងយើងត្រូវការច្បាប់អន្តរជាតិជាខែលយើងត្រូវការការទូតគឺជាច្រកចេញយើងត្រូវការព័ត៌មានជាសម្លេងរបស់យើងហើយយើងត្រូវការពង្រឹងសាមគ្គីឯកភាពជាតិនឹងដែលជាព្រលឹងជាតិដែលជាគេហៅថាដែលចំណងសម្រាប់ចងកោសិកាសង្គមនឹងអស់ឲ្យនៅជាមួយគ្នាហ្នឹងខ្ញុំសូមបន្ថែមមួយចំណុចហ្នឹងហើយទី2បន្ថែមជាមួយលោកបណ្ឌិតយងពៅដែរគឺដើម្បីពង្រឹងលើកដំកើងវីរភាពជាតិនេះខ្ញុំមាន4ចំណុចទៀតខ្ញុំសូម repeat ឡើងវិញថាទី1គឺការរៀបចំសួនវីរៈជននេះខ្ញុំនៅតែមាននៃការស្នើគំនិតនេះបើទោះបីជាមិនតាន់បានធ្វើនៅពេលនេះឬពេលវេលាណាសមស្របគួរតែខេត្តរាជធានីនីមួយនេះរកទីកន្លែងសមរម្យឥឡូវនេះយើងមានវិមានឈ្នះដែលឧទ្ទិសសម្រាប់ការអនុវត្តនយោបាយឈ្នះនឹងដំណើរនៃការនៃតស៊ូរំដោះប្រជាជាតិចេញពីរបបបល្ល័ង្កពូជសាសន៍របស់សម្ដេចតេជោហ៊ុនសែនក៏ប៉ុន្តែយើងត្រូវការសួនវីរៈជនបន្ថែមតាមរាជធានីខេត្តទៀតដើម្បីធ្វើយ៉ាងណាយើងតម្កល់ឲ្យមានការគោរពការដែលផ្ដល់តម្លៃសម្រាប់វីរៈជនទាំងឡាយដែលបានលះបង់ដើម្បីជាតិមាតុភូមិពីព្រោះយើងត្រូវតែរៀនឲ្យតម្លៃបែបនេះខ្ញុំយកពិសោធន៍នេះគឺខ្ញុំបានទៅសហព័ន្ធរុស្ស៊ីទៅសហរដ្ឋអាមេរិកនិងទៅប្រទេសចិនដែលប្រទេសធំទាំង3ដែលជាមហាអំណាចពិភពលោកនោះគឺសុទ្ធតែគេរៀបចំបែបហ្នឹងអញ្ចឹងសួនវីរៈជនហើយទី2គឺសារមន្ទីរសង្គ្រាមសារទីសង្គ្រាមនេះមិនបាច់ទៅឆ្ងាយទេទៅត្រឹមតែប្រទេសវៀតណាមអាខេត្តជាប់ព្រំដែនយើងណាខ្ញុំធ្លាប់ទៅខេត្តតៃninhអីក៏គេមានសារមន្ទីរសង្គ្រាមណាគេធ្វើដើម្បីឲ្យប្រជាពលរដ្ឋគេចងចាំនៅពេលដែលមានសង្គ្រាមជាមួយអាមេរិកគឺគេរក្សាទុកនៅអាផោះតាងនៅអាវត្ថុតាងនៅអាវុធមួយចំនួនដែលគេធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិកដើម្បីរំលឹកកូនចៅគេឲ្យបានដឹងហើយយើងក៏គួរតែធ្វើតែយើងឆ្លងកាត់សង្គ្រាមលើកនេះគួរតែយើងធ្វើសារមន្ទីរសង្គ្រាមមួយហើយទី3គឺគួរតែហ៊ានបញ្ចូលក្នុងកម្មវិធីសិក្សាប្រវត្តិសាស្ត្រជាតិរបស់យើងនឹងពីរឿងរ៉ាវប្រវត្តិសាស្ត្រទាំងឡាយដែលបានកើតឡើងដើម្បីទុកជាមេរៀនយើងមិនមែនយកប្រវត្តិសាស្ត្រដើម្បីបង្កើតជាភាពស្អប់ខ្ពើមរវាងអ្នកជិតខាងទេក៏ប៉ុន្តែក៏គួរតែឲ្យកូនចៅយើងបានចងចាំចំណុចទី4ខ្ញុំគិតថាក៏គួរតែបញ្ចូលដែរហើយរឿងនេះក៏ប្រហែលជាថ្នាក់ដឹកនាំលោកបានគិតគូរហើយក៏មិនដឹងហើយក៏ធ្លាប់បានធ្វើខ្លះដែរគឺពាក់ព័ន្ធជាមួយដំណើរទស្សនកិច្ចរបស់សិស្សនិស្សិតទៅតាមបណ្ដោយព្រំដែនខ្មែរយើងដែលបានបោះបង្គោលរួចរាល់ហើយទាំងជាមួយថៃក្តីជាមួយវៀតណាមក្តីជាមួយឡាវក្តីគឺឲ្យកូនចៅយើងបានស្គាល់ខ្សែបន្ទាត់ព្រំដីរបស់យើងទាំងអស់គ្នាទៅអាហ្នឹងគឺថាដើម្បីចងចាំទាំងអស់គ្នាហើយយើងទទួលស្គាល់នៅខ្សែបន្ទាត់ដែលទទួលស្គាល់ជាអន្តរជាតិហ្នឹងងាកមកមើលសំណួររបស់យើងវិញថានយោបាយដំកើងវីរភាពជាតិហ្នឹងវាដើរតួនាទីយ៉ាងម៉េចគឺមានតួនាទីសំខាន់ពីរទី1គឺជាកំពែងមនសិការជាតិមានន័យថានយោបាយលើកដំកើងវីរភាពជាតិហ្នឹងវាដើរតួជាកំពែងមនសិការជាអាវក្រោះខាងផ្នែកស្មារតីនៅពេលដែលពលរដ្ឋយល់ច្បាស់ពីតម្លៃនៃការលះបង់របស់កងទ័ពគឺធ្វើឲ្យពួកគាត់គោរព
កងទ័ពគោរពវីរភាពរបស់កងទ័ពហើយកាលណាកងទ័ពត្រូវបានគេគោរពត្រូវបានគេផ្ដល់តម្លៃគឺកងទ័ពគាត់មានមនសិការស្នេហាជាតិខ្ពស់គាត់ហ៊ានលះបង់ហើយការគោរពហ្នឹងវាមិនមែនគ្រាន់តែជាការគោរពជាឧទាហរណ៍ទេការគោរពការផ្ដល់តម្លៃហ្នឹងគឺផ្ដល់តម្លៃឲ្យគាត់អាចធានាបាននៅគេហៅថាស្ថិរភាពខាងផ្នែកស្មារតីមួយអញ្ចឹងវាคล้ายជាកំពែងសម្រាប់ការពាររឹងមាំមួយទប់ស្កាត់សង្គ្រាមចិត្តសាស្ត្រទី2ចំណុចទី2ហ្នឹងគឺបន្សាបការញុះញង់ដោយលោកបណ្ឌិតយងពៅបានលើកឡើងហើយថាតាំងពីសម័យពីដើមមកនោះតាំងពីសម័យដែលថៃគេបង្កើតជារដ្ឋឯករាជ្យចេញពីអាណាចក្រខ្មែរសម័យស្កោតីណាគឺគេតែងតែប្រើឧបាយកលញុះញង់បំបាច់បំបាក់រាជនឹងរដ្ឋយើងនិយាយថារាជនឹងរដ្ឋឥឡូវហ្នឹងគឺគេកំពុងធ្វើអញ្ចឹងគេធ្វើមិនឲ្យប្រជាពលរដ្ឋលេងទុកចិត្តរដ្ឋាភិបាលអស់ក្តីសង្ឃឹមគឺថាធ្វើឲ្យប្រជាពលរដ្ឋយើងមានអារម្មណ៍អស់សង្ឃឹមធ្វើឲ្យប្រជាពលរដ្ឋរបស់យើងលែងជឿជាក់លើរាជរដ្ឋាភិបាលអញ្ចឹងការលើកតម្កើងនេះគឺយើងត្រូវលើកតម្កើងឲ្យមានតម្លៃខ្ពស់ដើម្បីឲ្យឧបាយកលទាំងអស់ហ្នឹងវាคล้ายជាអាសាបងគេអត់អាចបំបាច់បំបាក់កងទ័ពចេញពីរដ្ឋាភិបាលអត់អាចបំបែករាជចេញពីរដ្ឋាភិបាលឲ្យចរន្តនៃការរត់រកគ្នានៃគេហៅថាការវិញតបាញ់នៃបេះដូងរវាងប្រជាពលរដ្ឋជាមួយនឹងកងទ័ពជាមួយនឹងថ្នាក់ដឹកនាំនិយាយរួមចរន្ត3ហ្នឹងគឺត្រូវវិញតបាញ់ចូលគ្នាទៅជាតិយើងរឹងមាំហើយគឺពលរដ្ឋរបស់យើងលោកមានម្ចាស់ការវិភាគព័ត៌មានមិនស្លន់ស្លោមិនចាញ់ការឃោសនាអកុសលរបស់សត្រូវឈានទានសាមគ្គីភាពឯកភាពផ្ទៃក្នុងរបស់យើងគឺវាកើតចេញពីការដឹងគុណនឹងហើយក៏វាคล้ายជាអាវុធមុតស្រួចក្នុងការកំទេចមហិច្ឆតាឈ្លានពានគ្រប់រូបភាពនិងអន្ទាក់នៃសង្គ្រាមចិត្តសាស្ត្ររបស់សត្រូវឈ្លានពានបាទខ្ញុំប៉ុណ្ណឹងបាទអរគុណខ្ញុំសូមបន្តទៅសំណួរជាបន្តទៅកាន់លោកបណ្ឌិតបាទឈុតប៊ុនថងវិញម្ដងថាតើពាក្យវីរភាពដែលយើងកំពុងតែជជែកគ្នាច្រើននេះនៅពេលនេះគួរតែត្រូវបានកំណត់អត្ថន័យនិងបណ្ដោះជាក្រមសីលធម៌សង្គមយ៉ាងដូចម្តេចដើម្បីឲ្យពលរដ្ឋគ្រប់រូបក្លាយជាវរៈជននៅក្នុងសមរភូមិការងាររៀងៗខ្លួនបាទអរគុណចំពោះសំណួរដ៏មានសារៈសំខាន់នេះខ្ញុំមែនទែនរឿងនិយមន័យអំពីវីរភាពនេះវាជាអ្វីដែលយើងមានរួចហើយខ្ញុំគ្រាន់តែគូបញ្ជាក់ឡើងវិញតិចទេថានៅពេលដែលយើងនិយាយពីវីរភាពយើងសំដៅទៅលើភាពអង្អាចភាពក្លាហានការហ៊ានលះបង់ហ៊ានធ្វើអ្វីមួយដែលជាទូទៅគឺមនុស្សធម្មតាមិនអាចធ្វើបានហ៊ានលះបង់នៅអ្វីដែលមនុស្សធម្មតានឹងមិនអាចលះបង់បានអាហ្នឹងបានគេហៅថាវីរភាពបាទអញ្ចឹងយើងមើលថាចុះយុទ្ធជនរបស់យើងវីរៈយុទ្ធជនរបស់យើងឬក៏វីរៈនគរបាលព្រំដែនរបស់យើងដែលយើងហៅថាគាត់ជាវីរៈភាពហ្នឹងគាត់លះបង់អីដែលមនុស្សធម្មតាធ្វើមិនបានយើងឃើញខ្ញុំបានបរិយាយរួចហើយថាគាត់សុខចិត្តលះបង់សេចក្តីសុខផ្ទាល់ខ្លួនដែលអ្នកខ្លះគេនៅសមរភូមិក្រោយគេដើរទៅសប្បាយទៅកំសាន្តដេកស្រួលដេកសនុកគាត់បោះបង់ចោលអាហ្នឹងគាត់ទៅរើសយកការងារមួយដែលទៅការពារជាតិហើយគាត់ចាក់ចេញពីឆ្ងាយពីគ្រួសារពីសាច់ញាតិបាទអរគុណលោកបណ្ឌិតទាំង3ខ្ញុំបានសាកសួរសំណួរច្រើនហើយទៅកាន់លោកបណ្ឌិតទាំងអស់តែបានចូលរួមនៅក្នុងកម្មវិធីរបស់យើងពាក់ព័ន្ធទៅនឹងប្រធានបទបាទវរៈកងទ័ពនិងទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋនៅសមរភូមិក្រោយដូច្នេះយើងសល់ពេលវេលាខ្លីទេដោយចង់ឲ្យលោកបណ្ឌិតទាំង3អាចជំរាបជូនពីសារចុងក្រោយពាក់ព័ន្ធនឹងប្រធានបទរបស់យើងខ្ញុំសូមចាប់ផ្ដើមពីលោកបណ្ឌិតយងពៅមុនគេសូមខ្លីតែម្ដងលោកបណ្ឌិតបាទអរគុណទី1គឺខ្ញុំបញ្ជាក់នៅទស្សនៈខ្ញុំឡើងវិញជិះវៀងស្គាល់កងកម្លាំងជួរមុខតែមានក្នុងពេលប្រយុទ្ធបាទហើយត្រូវផ្ដាល់យុទ្ធធម៌តបរំលឹកនៅអ្វីដែលខ្ញុំបានលើកឡើងគឺបូកសរុបដដែលគឺការជិះវៀងសបាយនឹងសន្តិភាពផ្លេចអភិវឌ្ឍខ្លួនបាទម្លេះតទៅត្រូវគិតថាពលរដ្ឋម្នាក់ជាឆ្មាំជាតិម្នាក់ទី3ឈប់ស្ដីបន្ទោសប្រវត្តិសាស្ត្រត្រូវរៀនពីប្រវត្តិសាស្ត្រហើយត្រូវបង្កើតប្រវត្តិសាស្ត្រសម្រាប់ថ្ងៃនេះសម្រាប់ក្មេងជំនាន់ក្រោយយ៉ាងដូចម្ដេចឲ្យបានបាទបើអញ្ចឹងទេយើងមានបញ្ហាកើតឡើងស្ដីបន្ទោសតែប្រវត្តិសាស្ត្រតែអ្វីដែលខ្លួនឯងកំពុងតែប្រព្រឹត្តអត់បានឆ្លោះបញ្ចាំងអីបាទអញ្ចឹងខ្ញុំសូមប៉ុណ្ណឹងដោយសារលោកសូមខ្លីបាទអរគុណអញ្ចឹងសូមខ្លីដូចគ្នាលោកបណ្ឌិតកិនភីបាទខ្ញុំនៅតែសូមសំណូមពរសូមបួងសួងដដែលថាសូមឲ្យវីរភាពនិងស្មារតីស្នេហាជាតិខ្មែរយើងនេះគឺសូមកុំមានតែក្នុងស្ថានភាពមានវិបត្តិសូមឲ្យស្ថិតស្ថេរក្នុងបេះដូងខ្មែរយើងគ្រប់រូបពីព្រោះវីរភាព
ស្នេហាជាតិនេះមិនមែនគ្រាន់តែជាពាក្យស្លោកទេក៏ប៉ុន្តែជាអត្ថិភាពនៃប្រជាជាតិយើងហើយមួយទៀតសូមឲ្យស្មារតីនៃការគោរពដឹងគុណដល់វីរៈកងទ័ពវីរៈនគរបាលជួរមុខក៏សូមកុំមានតែពេលនេះសូមកុំមានតែពេលមានវិបត្តិដែលសូមឲ្យមានរហូតហើយខ្ញុំឯកភាពនឹងការលើកឡើងរបស់បណ្ឌិតឈុតបន្ថងថាសូមឲ្យមានទិវាដឹងគុណកងទ័ពឬក៏នៃកងនគរបាលដែលការពារព្រំដែនហើយចុងក្រោយខ្ញុំសូមលើកឡើងថាដរាបណាខ្មែរយើងគ្រប់រូបទាំងសមរភូមិមុខទាំងសមរភូមិក្រោយទាំងខ្មែរនៅក្នុងស្រុកទាំងខ្មែរនៅឯនាយសមុទ្ររួមចិត្តតែមួយនឹងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលនោះយើងនៅតែអាចរក្សាបាននៅអធិបតេយ្យឯករាជ្យបូរណភាពទឹកដីរបស់យើងជានិច្ចនិរន្តរ៍សន្តិភាពអតិភិបជាតិនិងការអភិវឌ្ឍគឺស្ថិតនៅលើដៃរបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលត្រូវចេះសាមគ្គីគ្នាជាធ្លុងមួយយើងត្រូវរួបរวมគ្នានៅលើសមរភូមិការទូតសមរភូមិផ្លូវច្បាប់សមរភូមិព័ត៌មាននិងវិញត្របាញ់មនសិការស្នេហាជាតិរបស់យើងជាធ្លុងមួយដើម្បីការពារមរតកដូនតារបស់យើងឲ្យបានគង់វង្សជាអមតៈបាទចឹងអរគុណសូមបន្តទៅកាន់លោកបណ្ឌិតឈឹកបន្ថងចុងក្រោយបាទ បាទខ្ញុំមានពី3ចំណុចដែរទី1គឺបន្តផ្ដល់តម្លៃដល់វីរៈកងទ័ពវីរៈនគរបាលការពារព្រំដែនទី2បន្តរួមសាមគ្គីដើម្បីធ្វើជាខឿនការពារជាតិដ៏រឹងមាំហើយចំណុចទី3គឺសូមបន្តលើកកម្ពស់ជីវភាពកងទ័ពសូមបន្តគាំទ្រនៅទស្សនវិជ្ជាភាពជាអ្នកដឹកនាំគំនិតស្មារតីចក្ខុវិស័យផែនការយុទ្ធសាស្ត្រvà គម្រោងសកម្មភាពនានារបស់រាជរដ្ឋាភិបាលដែលអាចនាំឲ្យសង្គមរបស់យើងឆ្ពោះទៅរកសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពសុខដុមរមនាយូរអង្វែងនិងអាចរស់នៅស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងប្រទេសក្នុងតំបន់និងពិភពលោកបាទសូមអរគុណ ខ្ញុំបាទសូមថ្លែងអរគុណដល់លោកបណ្ឌិតទាំង3រូបដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីកិច្ចវិសាទុកមូលរបស់យើងហើយផ្ដល់នៅទស្សនៈល្អៗជូនទៅកាន់បងប្អូនប្រជាពលរដ្ឋដែលជាទស្សនិកជនកំពុងតាមដានទស្សនាកម្មវិធីកិច្ចវិសាទុកមូលរបស់យើងហើយក៏បានឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយនិងធំធេងបំផុតពីវីរភាពរបស់កងទ័ពនិងវីរៈកងនគរបាលព្រំដែនដែលបានបាក់បូជាសាច់ស្រស់ឈាមស្រស់នៅក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជានិងជាទស្សនៈដ៏ល្អសម្រាប់ជាពុទ្ធិទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យបន្តចូលរួមបង្ហាញនៅសាមគ្គីភាពផ្ទៃក្នុងរួមជាធ្លុងមួយជាបន្តទៀតផងដែរអរគុណទូតទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទកម្មវិធីកិច្ចពិភាក្សាទុកមូលរបស់យើងក៏បានមកដល់ទីបញ្ចប់យើងជួបគ្នាជាថ្មីសម្រាប់ប្រធានបទជាបន្តទៀតនៅគណៈពេលនេះខ្ញុំបាទចំណាននិងវាគ្មិនទាំង3រូបសូមអរគុណនិងសូមគោរពលា